ធ្លាប់ស្រមៃទេថាបើមនុស្សស្រីទាំងអស់ក្នុងភ្នែកអ្នកប្រែជាថ្មតើជីវិតនឹងទៅជាយ៉ាងណាតោះទៅមើលរឿងរបស់ Park Jin Woo ទាំងអស់គ្នា Park Jin Woo ចូលចិត្តជជែកជាមួយក្មេងស្រីតាំងពីតូចប៉ុន្តែមិនដឹងយ៉ាងម៉េចឲ្យតែគេនិយាយជាមួយពួកគេតែងតែយំរហូតរឿងនេះបានធ្វើឲ្យបេះដូងតូចរបស់គេរងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីបាត់បង់ទំនុកចិត្តគេក៏បានបង្កើតមិត្តក្នុងចិត្តម្នាក់ឡើងមកគេចាប់ផ្ដើមសុំជំនួយពីមិត្តម្នាក់នោះដែលមានឈ្មោះថា Jason ហើយ Jason ក៏បានផ្ដល់យោបល់មួយយ៉ាងពិសេសទៅកាន់ Park Jin Woo ហេតុអីមិនស្រមៃថាមនុស្សស្រីទាំងអស់គឺជាដុំថ្មទៅចាប់ពីពេលនោះមក Park Jin Woo ក៏ចាប់ផ្ដើមវឹកហាត់ការគ្រប់គ្រងផ្លូវចិត្តបែបនេះគេបានធ្វើវាអស់រយៈពេលជាច្រើនឆ្នាំរហូតដល់គេចូលរៀនអនុវិទ្យាល័យមនុស្សស្រីគ្រប់រូបក្នុងភ្នែករបស់គេក៏បានប្រែជាដុំថ្មពិតមែនរហូតមកដល់ថ្ងៃមួយស្រាប់តែមានក្មេងស្រីម្នាក់បានស្រែកហៅគេពីក្រោយយ៉ាងខ្លាំង Park Jin Woo ថាថៃនេះអេងទំនេតេបន្ទាប់ពីចេញពីរៀនយើងចង់ឲ្យអេងជួយបង្រៀន Kid Cop Tap បន្តិចដើម្បីដោះស្រាយស្ថានភាពបែបនេះ Jason ក៏បានផ្ដល់ដំបូន្មានទី2ទៅកាន់ Park Jin Woo ភ្លាមៗកុំរំភើពេកអីកុំស្មានថាគេចូលចិត្តឯងគ្រាន់តែគេញញឹមដាក់ឬមកពឹងពាក់ឲ្យជួយរឿងអ្វីមួយនោះបើមិនចង់ជឿចាប់ត្រូវឆ្លើយទៅគេវិញបែបនេះសំទោសថ្ងៃនេះខ្ញុំរវល់ណាស់បន្ទាប់ពីស្ដាប់តាម Jason រួចមកការមើលឃើញមនុស្សស្រីជាដុំថ្មធ្វើឲ្យ Park Jin Woo មានអារម្មណ៍ថាការតាក់ទងជាមួយពួកគេគឺជារឿងងាយស្រួលបំផុតវាពិតជាសមហេតុផលណាស់ព្រោះគ្មានអ្នកណាត្រូវមកខាតបង់អារម្មណ៍ជាមួយដុំថ្មនោះទេបន្ទាប់ពីដើរកាត់ចំណោមមនុស្សជាច្រើន Park Jin Woo ក៏បានសួរ Jason តិចៗថាថ្ងៃនេះខ្ញុំធ្វើបានល្អទេ Jason ក៏លេចមុខមកឆ្លើយថាឯងធ្វើបានល្អណាស់ប៉ុន្តែខ្ញុំបារម្ភថារឿងនេះអាចធ្វើឲ្យឯងមិនអាចស្រឡាញ់អ្នកណាម្នាក់បាន Park Jin Woo ក៏បានឆ្លើយតបទៅវិញយ៉ាងប្រងើយតើឯងកំពុងនិយាយពីអីនឹងតើខ្ញុំមិនបានសម្រេចចិត្តបោះបង់រឿងស្នេហានោះចោលហើយទេអីប្រៀបធៀបនឹងការត្រូវគេជេរថាអន់ឬមិនបានការរស់នៅបែបនេះគឺមានអារម្មណ៍ថាស្រណុកចិត្តជាងឆ្ងាយណាស់ឈប់សិនអ្នកទាំងអស់គ្នាត្រូវមើលត្រង់នេះព្រោះជីវិតដែលធ្លាប់តែស្ងប់ស្ងាត់របស់គេចិត្តត្រូវរលីបាត់ហើយនេះជាទូរស័ព្ទរបស់ឯងមែនទេនៅពេលឮសំឡេងក្មេងស្រីម្នាក់នោះដំបូងគេមិនមានប្រតិកម្មអ្វីឡើយប៉ុន្តែនៅពេលគេងាកក្រោយគេលែងអាចរក្សាភាពស្ងប់ស្ងាត់បានទៀតហើយព្រោះមន្តអាគមរបស់គេបានបរាជ័យហើយនាងមិនមែនជាថ្មនោះទេក្នុងរយៈពេល5ឆ្នាំពេញមកនេះ Park Jin Woo មិនដែលបានឃើញមុខមនុស្សស្រីច្បាស់ម្ដងណាឡើយគេបានត្រឹមតែប្រាប់ខ្លួនឯងឲ្យស្ងប់ចិត្តក្មេងស្រីនោះមើលមកគេដោយការងឿងឆ្ងល់ហើយសួរថាហេតុអីមិនព្រមឆ្លើយខ្ញុំនៅខណៈពេលដែលនាងនិយាយចេញមកស្មារតីចុងក្រោយរបស់ Park Jin Woo ក៏បានរលាយបាត់អស់គ្មានសល់នាងពិតជាស្អាតខ្លាំងណាស់បន្ទាប់ពីនិយាយពាក្យនោះចេញមកទាំងមិនដឹងខ្លួន Park Jin Woo ក៏បានគាំងភ្លាមចំណែកក្មេងស្រីដែលបានឮពាក្យនោះក៏មានការភ្ញាក់ផ្អើលដូចគ្នាគេមិនបាននិយាយអ្វីទៀតឡើយហើយក៏ប្រញាប់ឆក់យកទូរស័ព្ទពីដៃនាងអរគុណដែលបានរើសឲ្យហើយក៏សុំទោសផងដែរបន្ទាប់ពីនិយាយបាន2-3ម៉ាត់ Park Jin Woo ក៏បានរត់ចេញទៅបាត់ក្មេងស្រីម្នាក់នោះនៅសល់តែភាពងឿងឆ្ងល់មិនដឹងថាមានរឿងអ្វីកើតឡើងឡើយ Park Jin Woo ប្រកាសចិត្តថាខ្លួនឯងឈួតបាត់ហើយគេហ៊ានទៅនិយាយសរសើរក្មេងស្រីដែលទើបតែជួបគ្នាលើកដំបូងថាស្អាតបើរឿងនេះបែកធ្លាយទៅក្រៅគេច្បាស់ជាចប់ជាមិនខានបន្ទាប់ពីត្រឡប់មកដល់ផ្ទះវិញ Park Jin Woo ក៏បានទៅរកជំនួយពី Jason ម្ដងទៀតគេមិនអាចយល់ពីវាតតែសោះមនុស្សស្រីគ្រប់រូបតែងតែប្រែជាថ្មចុះហេតុអីបានជានាងជាករណីលើកឡើងតែម្នាក់គត់បែបនេះ Jason សម្លឹងមកគេដោយការអស់សង្ឃឹមខ្ញុំដឹងថាអ្នកកំពុងគិតអីហើយអាចកំបាំងរបស់ក្មេងស្រីម្នាក់នេះពិតជាមិនធម្មតាមែនមកតាមដានបន្តទៀតជាមួយខ្ញុំសំណួរសំខាន់គឺតើឯងនឹងធ្វើអ្វីបន្តទៀតបើទុកចោលបែបនេះរឿងអាស្រូវមិនល្អច្បាស់ជាផ្ទុះឡើងជាមិនខាននៅពេលឮ Jason និយាយបែបនេះ Park Jin Woo ក៏ស្រាប់តែនឹកឃើញដល់ការចងចាំដ៏ឈឺចាប់កាលពីក្មេងគេបានចំណាយពេលហ្វឹកហាត់ផ្លូវចិត្តយ៉ាងខ្លាំងក្លាជាច្រើនឆ្នាំប៉ុន្តែរឿងបែបនេះនៅតែអាចកើតឡើងបានទៀត Park Jin Woo មានអារម្មណ៍ថាជីវិតរបស់គេចិត្តត្រូវរលីបាត់អស់ហើយភ្លាមនោះ Jason ក៏បានលើកទឹកចិត្តដល់គេបាននិយាយយ៉ាងម៉ឺងម៉ាត់ថាឯងមិនអាចបោះបង់ងាយបែបនេះទេឯងត្រូវតែរកដំណោះស្រាយឲ្យឃើញទោះមិនដឹងថាហេតុអីនាងមិនមែនជាថ្មប៉ុន្តែឲ្យតែគេជៀសមិនជួបនាងទៀតនោះបញ្ហានឹងត្រូវដោះស្រាយមែនទេដរាបណាគេនៅឆ្ងាយពីនាងក្នុងជីវិតប្រចាំថ្ងៃឱកាសនៃការជួបនាងម្ដងទៀតគឺមានតិចតួចបំផុតប៉ុន្តែនៅព្រឹកបន្ទាប់ Park Jin Woo បែរជាបានជួបក្មេងស្រីម្នាក់នោះដដែលហើយនាងថែមទាំងបានទល់ពាក្យសួស្ដីទៅកាន់គេមុនទៀតផងពិតជាចៃដន្យមែនយើងបានជួបគ្នាទៀតហើយ Park Jin Woo គ្មានជំរឿសក្រៅពីសុំជំនួយពី Jason ម្ដងទៀតឡើយស្ងប់ចិត្តទៅសាក់លបងនិយាយគ្នាធម្មតាជាមុនសិន Park Jin Woo បានប្រាប់ខ្លួនឯងថាត្រូវតែនិយាយជាមួយនាងគេព្យាយាមនិយាយទៅកាន់នាងដោយដែលធ្លាប់និយាយជាមួយមនុស្សថ្មដទៃទៀតភ្លាមនោះមិត្តភក្តិនាងក៏បានសួរឡើងក្មេងស្រីម្នាក់នោះក៏បានឆ្លើយតិចៗថាគេគឺជាមនុស្សដែលបាននិយាយសរសើរថាខ្ញុំស្អាតកាលពីម្សិលមិញនឹងមិត្តភក្តិនាងភ្ញាក់អោយយ៉ាងខ្លាំងហើយនិយាយថាគេសរសើរឯងថាស្អាតតាំងពីជួបគ្នាលើកដំបូងពិតជាមិនធម្មតាមែនចប់ហើយ Park Jin Woo អើយបើអ្នកជាគេវិញតើគួរឆ្លើយយ៉ាងម៉េចទៅចាំជួបគ្នានៅភាគបន្តទៀតមកមើលរឿងនេះទាំងអស់គ្នាតួឯកយើងកំពុងតែស្លុតមាត់និយាយមិនចេញពេលត្រូវស្រីស្អាតឆាំងសាន់វូបាញ់មេត្រីដាក់ Park Jin Woo ក៏សម្រេចចិត្តរត់ចោលស្រីស្អាតភ្លាមព្រោះដឹងថាលើកនេះចប់ហើយខណៈដែល Jason ក៏ចេញមកសរសើរទង្វើនេះដែរ Jason យល់ថាវាជាការសម្រេចចិត្តដ៏ឆ្លាតបំផុតព្រោះបើ Jin Woo មិនរត់ទេគេច្បាស់ជាអស់ឱកាសជាមិនខាន
ចំណែកឯស្រីស្អាតសាន់វូវិញគឺច្បាស់ណាស់ថានាងកំពុងតែចង់ឌឺដងដាក់គេតែប៉ុណ្ណោះ Jason ធ្លាប់ប្រាប់គេថាដាច់ខាតកំចាញ់បោកសម្ដីស្រីៗឲ្យសោះហើយជីនវូក៏ដឹងខ្លួនច្បាស់ដែរគេយល់ថាបើមិនបានជួបនាងទេអ្វីនឹងល្អប្រសើរប៉ុន្តែបញ្ហាគឺសាន់វូមើលទៅលេចធ្លោពេកក្នុងចំណោមមនុស្សថ្មហាក់បីដូចជាដឹងខ្លួនថាមានគេលួចមើលសាន់វូក៏បែរមកសម្លឹងមើលជីនវូវិញយ៉ាងរហ័សនាងនិយាយថាយើងជួបគ្នាទៀតហើយប៉ុន្តែជីនវូបែរជាធ្វើមិនដឹងមិនលឺរួចរត់គេចខ្លួនបាត់ទៅជីនវូប្រឹងអនុវត្តតាមផែនការរត់គេចនេះរហូតដល់មិនទុកឱកាសឲ្យសាន់វូបាននិយាយមួយម៉ាត់ឡើយប៉ុន្តែគេមិនដឹងទេថាទង្វើបែបនេះបែរជាធ្វើឲ្យសាន់វូកាន់តែចាប់អារម្មណ៍លើគេខ្លាំងជាងមុនទៅវិញបន្ទាប់ពីរត់បានមួយសន្ទុះជីនវូក៏ឈប់សម្រាកដកដង្ហើមធំទាំងអស់កម្លាំងគេគិតថានៅផ្ទះនឹងរកផែនការថ្មីព្រោះរឿងនេះវាពិតជាហត់នឿយនិងគួរឲ្យខ្លាចខ្លាំងណាស់តែអ្នកទាំងអស់គ្នាមើលចោះស្រាប់តែស្រីស្អាតសាន់វូមកឈរស្ទាក់ផ្លូវពីមុខគេទាំងទឹកមុខមួម៉ៅក្តៅក្រហាយតែម្ដងជីនវូភ័យបុកពោះស្ទើរកាំងបេះដូងព្រោះមិននឹកស្មានថានាងលេចមុខមកលឿនបែបនេះសោះសាន់វូសួរទាំងឆ្ងល់ថាតើនាងធ្វើឲ្យគេភ័យខ្លាំងដល់ថ្នាក់នឹងមែនទេជីនវូមិនយល់ទាល់តែសោះថាហេតុអីបានជាស្រីម្នាក់នេះចេះតែលេចមុខមកតាមលងគេមិនឈប់បែបនេះសាន់វូសួរទាំងមួម៉ៅថាតើឯងចង់រត់ទៅដល់ណាទៀតគ្រាន់តែសួរស្ដីសោះក៏មិនចង់តបដែរពេលភ្នែកជួភ្នែកឯងក៏បែរមុខចេញឲ្យតែឃើញមុខយើងភ្លាមក៏រត់បាត់ផ្លាតឯងពិតជាចម្លែកមែនពេលនេះការយល់ច្រឡំកាន់តែធំទៅហើយជីនវូក៏ដឹងថាគេត្រូវតែដោះស្រាយរឿងនេះជាបន្ទាន់គេនិយាយត្រដិតថាមកពីគេមិនបាននិយាយលេងជាមួយមនុស្សស្រីយូរពេកទើបគេធ្វើខ្លួនបែបនេះខួរក្បាលជីនវូចាប់ផ្ដើមឆ្លងចរន្តរហូតដល់ថ្នាក់និយាយការពិតដែលមិនគួរនិយាយចេញមកអស់រលីងគេនិយាយថាក្រៅពីនាងមនុស្សស្រីផ្សេងទៀតដែលគេឃើញសុទ្ធតែជាមនុស្សថ្មទាំងអស់គ្រាន់តែឮបែបនេះសាន់វូក៏គាំងបាត់មើលទៅជីនវូក៏ដឹងខ្លួនថាគេនិយាយខុសបច្ចេកទេសបាត់ទៅហើយសូម្បីតែ Jason ដែលពូកែរកផែនការក៏លើកនេះរកនឹកអ្វីមិនឃើញដែរព្រោះស្ថានភាពពិបាកស្មានពេកប៉ុន្តែមួយសន្ទុះក្រោយមកសាន់វូបែរជាញញឹមយ៉ាងស្រស់ទៅវិញនាងចាប់ផ្ដើមដើរចូលមកគៀកជីនវូម្ដងមួយចំហៀនម្ដងរួចសួររកឈ្មោះរបស់គេជីនវូក៏ថយក្រោយទាំងភ័យរួចប្រាប់ឈ្មោះខ្លួនឯងខណៈដែលនាងនៅតែបន្តចុះមកចិត្តសាន់វូមកសឹបក្បែរត្រជាគេថាសម្ដីដែលគេទើបតែនិយាយមិញនេះគឺមើលទៅដូចជាកំពុងញ៉ែបាញ់ស្នេហ៍ដកនាងអញ្ចឹងគ្រាន់តែលើពាក្យនឹងភ្លាមខួរក្បាលរបស់ជីនវូក៏កាំងដំណើរការបាត់ទៅហើយកាលពីមុនដើម្បីជួយជីនវូ Jason ធ្លាប់ផ្ដល់ដំបូន្មានពីរយ៉ាងគឺទី1ត្រូវចាត់ទុកស្រីជាថ្មប៉ុន្តែវិធីនេះបានបរាជ័យពេលជួបសាន់វូចំណែកឯវិធីទី2គឺកុំឲ្យងាយលងខ្លួនតាមសម្ដីគេគ្រាន់តែសាន់វូនិយាយផ្អែមដាក់បន្តិចវិធីទី2ក៏ត្រូវរលាយបាត់អស់គ្មានសងដែរអ្នកទាំងអស់គ្នាជឿទេត្រឹមតែប៉ុន្មានវិនាទីសោះជីនវូស្រមៃដល់រឿងរៀបការរស់នៅជាមួយនាងរហូតដល់ចាស់កោងខ្នងបាត់ទៅហើយសំណាងល្អ Jason ដាល់គេមួយដៃឲ្យភ្ញាក់ដឹងខ្លួនវិញព្រោះបើបណ្ដោយទៀតច្បាស់ជាឈួតមិនខាន Jason ប្រាប់ថាមកពីជីនវូមិនបានឃើញមុខមនុស្សស្រីពិតប្រាកដ5ឆ្នាំហើយទើបគេភ័យស្លន់ស្លោបែបនេះជីនវូក៏តបវិញថាការរត់គេចរហូតគឺវាមិនអាចទៅរួចទេតើគេគួរធ្វើបែបណាទៅ Jason ក៏ចាប់ផ្ដើមវិភាគរកឫសគល់នៃបញ្ហានេះយ៉ាងលម្អិតឲ្យមិត្តភ័ក្តិរបស់គេស្ដាប់តាំងពីជីនវូចាត់ទុកស្រីជាថ្មមកគេលែងមានអារម្មណ៍អីទាំងអស់ហើយក៏អាចរក្សាភាពស្ងប់ស្ងាត់បានល្អគេមិនបាច់បារម្ភពីរឿងត្រូវស្រីធ្វើឲ្យឈឺចាប់ឡើយប៉ុន្តែពេលនេះអ្វីបានផ្លាស់ប្ដូរអស់ហើយពេលមានមនុស្សស្រីដែលមិនមែនជាថ្មលេចមុខមកផលប៉ះពាល់ពីមុនក៏ចាប់ដើមវាយបកមកលើជីនវូវិញមានន័យថាជីនវូគ្មានប្រព័ន្ធការពារចិត្តទាល់តែសោះពេលឃើញមុខស្រីស្អាតហើយអារម្មណ៍ដែលធ្លាប់សង្កត់ទុកក៏ផ្ទុះចេញមកវាដល់ពេលដែលអារម្មណ៍ទាំងនោះត្រូវបញ្ចេញមកក្រៅទាំងអស់ហើយជីនវូយល់ថាវាហាក់ដូចជាសម្ដែងជ្រុលបន្តិចមែនប៉ុន្តែវាក៏ជាការពិតដែលមិនអាចប្រកែកបានបើនៅតែបែបនេះគេនឹងដើរផ្លូវខុសដដែលដូច្នេះ Jason ក៏ប្រាប់វិធីឲ្យគេរក្សាភាពត្រជាក់ឲ្យបានតោះចាំមើលទាំងអស់គ្នាថាតើជីនវូអាចធ្វើតាមសម្ដី Jason បានល្អកម្រិតណានៅថ្ងៃស្អែកនេះសួស្ដីអ្នកទាំងអស់គ្នាមកជួបខ្ញុំទៀតហើយថ្ងៃនេះយើងមកមើលរឿងភាគដ៏ប្លែកភ្នែកមួយដែលតួឯកប្រុសយើងកំពុងព្យាយាមទប់អារម្មណ៍ពេលសម្លឹងមើលចុងសុនវូស៊ូចុងក៏ចាប់អារម្មណ៍ដែរហើយសួរថាអញឃើញទេផាកជីនវូកំពុងលួចមើលអញរហូតហ្នឹងចុងសុនវូឆ្ងល់យ៉ាងខ្លាំងក៏សួរវិញថាមិនមែនគេកំពុងសម្លុកខ្ញុំទេអីចំណែកជីនវូវិញក៏កំពុងខ្សឹបខ្សៀវដែរគេសួរមិត្តភ័ក្តិថាផែនការនឹងឈ្មោះអីគេចេះ Jason ក៏ឆ្លើយភ្លាមថាវាគឺជាការវឹកហាត់កាត់បន្ថយភាពភ័យខ្លាចប៉ុន្តែមើលទឹកមុខឯងចុះជីនវូបញ្យល់តិចថាមកពីខ្ញុំមើលមិនសូវច្បាស់អញ្ចឹងខ្ញុំត្រូវតែសម្លឹងមើលមុខស្រីដែលមិនមែនជាថ្មឲ្យបានច្រើនដងដើម្បីឲ្យវាស្វាំមែនទេ Jason ងក់ក្បាលយល់ព្រមតែមិនភ្លេចរំលឹកមិត្តភ័ក្តិថាមែនហើយយ៉ាងហោចណាស់ក៏ត្រូវរៀបចំទឹកមុខខ្លះដែរសាកញញឹមបន្តិចទៅមើលផាកជីនវូក៏ដកដង្ហើមធំរួចតាំងចិត្តយ៉ាងមាំថាយល់ហើយលើកនេះខ្ញុំមិនឲ្យបរាជ័យទេនិយាយរួចគេក៏បញ្ចេញស្នាមញញឹមមួយដែលមើលទៅអាក្រក់ជាងយំទៅទៀតដែលធ្វើឲ្យសាន់វូចាប់ផ្ដើមភ័យញញឹមអាក្រក់ជាងយំទៅទៀតដែលវាធ្វើឲ្យចាំងសាន់វូចាប់ផ្ដើមមានអារម្មណ៍ភ័យបន្តិចបន្តួចដែរប៉ុន្តែស៊ូជីនដែលនៅក្បែរនោះបែរជាយល់ថាគួរឲ្យចាប់អារម្មណ៍ទៅវិញរួចក៏ទាញដៃមិត្តភ័ក្តិឲ្យមើលអ្នកទាំងអស់គ្នាត្រៀមចាំមើលណានេះហើយជាចំណុចដែលរឿងចាប់ផ្ដើមកាន់តែជួចិត្តដិតអារម្មណ៍ខ្លាំងឡើងស៊ូជីនសើចហើយប្រាប់ថាប្រហែលជាអញ្ចឹងហើយបើមិនអញ្ចឹងទេគេមិនហ៊ានសម្លឹងមើលចំបែបនេះឡើយសម្លឹងមើលគេចំបែបហ្នឹងខណៈពេលនោះផាកជីនវូនៅតែបន្តខ្សឹបសួរ Jason យ៉ាងខ្វល់ខ្វាយពីចម្ងាយនេះគេមើលមិនឃើញទឹកមុខខ្ញុំទេមែនទេ
តើខ្ញុំចាំបាច់ត្រូវរៀបចំទឹកមុខទៀតអត់ Jason ដកដង្ហើមធំរួចប្រាប់ថាមកពីវាគួរឲ្យខ្លាចពេកនឹងណាដល់ពេលដែលត្រូវទៅហើយបើនៅតែសម្លឹងមើលបែបនេះគេនឹងយល់ច្រឡំមិនខាន Jinwoo ក៏ធ្វើតាមភ្លាមរួចក៏ងាកចេញបាត់ទៅយល់ហើយឯជុងសាន់វូវិញស្រាប់តែគិតឃើញរឿងអ្វីមួយហើយក៏ងាកទៅរកស៊ូជីនណែស៊ូជីនតើឯងស្គាល់ប្រុសម្នាក់នោះទេស៊ូជីនក៏ឆ្លើយតបទៅវិញភ្លាមតែម្ដងស្គាល់តើ Jinwoo គឺជាមនុស្សម្នាក់ដែលល្បីខ្លាំងក្នុងចំណោមពួកស្រីចង់សាន់វូភ្ញាក់ផ្អើលយ៉ាងខ្លាំងមែនទេស៊ូជីនក៏ងាក់ក្បាលបញ្ជាក់ថាមានស្រីច្រើនណាស់ដែលព្យាយាមចូលទៅសុំស្គាល់គេពីមុនមកបញ្ហាតែមួយគត់គឺ Jinwoo មិនដែលចាប់អារម្មណ៍នឹងស្រីទាល់តែសោះហើយក៏មិនខ្វល់រឿងស្នេហាអីដែរគេរស់នៅក្នុងពិភពលោកផ្ទាល់ខ្លួនរាល់ថ្ងៃប៉ុន្តែចរិតដែលមិនសូវខ្វល់ខ្វាយនេះឯងដែលធ្វើឲ្យស្រីកាន់តែស្រឡាញ់គេខ្លាំងឡើងស៊ូជីនស្រាប់តែញញឹមរួចសួរមិត្តភក្តិថាហេតុអីបានជាស្រាប់តែសួរពីគេអញ្ចឹងអ្នកនិងខ្ញុំក៏ចាប់ផ្ដើមឆ្ងល់ដែរមែនទេតើនាងចាប់ផ្ដើមចាប់អារម្មណ៍គេមែនអត់សាន់វូភ័យស្លន់ស្លោហើយបដិសេធភ្លាមថាមិនមែនអញ្ចឹងទេកុំនិយាយឲ្យវាទៅជាចម្លែកពេកអីទោះជានិយាយអញ្ចឹងក៏ដោយក៏នាងមិនអាចបំភ្លេចពាក្យសម្ដីដែលគេនិយាយកាលពីម្សិលមិញបានឡើយបន្ទាប់ពីស្ងាត់មួយសន្ទុះនាងរអ៊ូម្នាក់ឯងថាមានរឿងខ្លះដែលខ្ញុំមិនអាចឈប់គិតបានចំណែកនៅក្នុងថ្នាក់រៀនវិញជីនវូក៏កំពុងបារម្ភដែរគេនិយាយទៅកាន់ Jason ថាឯងក៏ចាប់អារម្មណ៍ដែរមែនទេផែនការនេះវាហាក់ដូចជាមានអីមិនស្រួលតទៅសោះមិនស្រួលត្រង់ណាជីនវូក៏បញ្យល់ដោយទឹកមុខមើងម៉ាត់ថាគោលបំណងគឺឲ្យខ្ញុំស៊ាំនឹងមុខនាងមែនទេដើម្បីឲ្យខ្ញុំអាចនៅក្បែរនាងដោយស្ងប់ចិត្តបានមែនទេ Jason ក៏ងាក់ក្បាលយល់ស្របភ្លាមថាមែនហើយប៉ុន្តែបើចង់ធ្វើអញ្ចឹងខ្ញុំត្រូវតែតាមនាងនិងសម្លឹងមើលនាងរហូតដែលវាធ្វើឲ្យខ្ញុំមើលទៅដូចជាមនុស្សខូចការធ្វើបែបនេះវារឹតតែធ្វើឲ្យគ្រប់យ៉ាងកាន់តែចម្លែកលឺអញ្ចឹង Jason ក៏ចាប់ផ្ដើមគិតគូរយ៉ាងមើងម៉ាត់បំផុតមែនហើយបើអញ្ចឹងវាជាបញ្ហាធំហើយចុះបើពួកយើងសាកល្បងប្រើវិធីផ្សេងវិញតើឯងយល់យ៉ាងម៉េចដែរ Jinwoo ក៏ស្នើឡើងថាចុះបើខ្ញុំមើលរូបថតនាងជំនួសវិញវាមិនល្អជាងការសម្លឹងមើលចំនៅចំពោះមុខទេអីដូចជាការតាមដានបណ្ដាញសង្គមរបស់នាងជាដើម Jason ឮហើយក៏ពេញចិត្តនឹងគំនិតនេះភ្លាមតែម្ដងពិតជាល្អខ្លាំងណាស់ Jinwoo ក៏ធូរចិត្តបន្តិច Jason ក៏ជំរុញមិត្តភ័ក្តិឲ្យប្រញាប់ទៅភ្លាមប្រញាប់ទៅសុំ account នាងទៅ Jinwoo រារៈបន្តិចរួចសួរថាឯងចង់ឲ្យខ្ញុំទៅសុំដោយផ្ទាល់មែនទេចុះបើមិនសុំតើត្រូវធ្វើម៉េចបើឯងលួចមើលពីក្រោយខ្នងវាកាន់តែដូចមនុស្សតាមដានគេទៅទៀតឯងនិយាយមកហាក់ដូចជាវាជារឿងធ្ងន់ធ្ងរខ្លាំងណាស់ចុងក្រោយ Jinwoo ក៏បង្ខំចិត្តដើរចូលទៅរកនាងគេក៏សួរទៅនាងតិចថាតើខ្ញុំអាចសុំ account បណ្ដាញសង្គមរបស់នាងបានទេគេបានហាត់សមវិធីនិយាយជាច្រើនជាមួយ Jason រួចជាស្រេចប៉ុន្តែមិននឹកស្មានថា Sanwoo យល់ព្រមងាយបែបនេះសោះនាងឆ្លើយយ៉ាងស្រួលថាបានតើបើកម្មវិធីមកចាំខ្ញុំវាយបញ្ចូលឲ្យនៅពេលឮបែបនេះ Jinwoo ដឹងភ្លាមថារឿងនេះប្រហែលជាមិនងាយស្រួលដូចអ្វីដែលគេគិតនោះទេរឿងនេះវាទើបតែចាប់ផ្ដើមទេអ្នកទាំងអស់គ្នាជឿខ្ញុំទៅថាភាគបន្តទៀតពិតជាកាន់តែជក់ចិត្តនិងក៏ក្រោកជាងនេះមិនខានឡើយកុំភ្លេចរងចាំមើលទាំងអស់គ្នាជឿខ្ញុំចោះអ្នកនឹងហួសចិត្តពេលឃើញ account Park Jinwoo ទៅទេស្អាតគ្មានផុសអ្វីសោះបែបនេះជុងសុនវូសម្លឹងមើលគាត់រួចសួរដោយប្រុងប្រយ័ត្នថា Jinwoo តើឯងទើបតែបង្កើត account នេះមែនទេ Park Jinwoo ឆ្លើយធម្មតាថាបាទហេតុអ្វីធម្មតាគាត់មិនដែលប្រើ app បែបនេះទេទើបតែបង្កើតវាភ្លាមគាត់មិនដឹងថាវាគួរឲ្យសង្ស័យប៉ុណ្ណាទេប៉ុន្តែការដែលឃើញចុងសាន់វូញញឹមដាក់បែបនេះមានន័យថាមានរឿងអ្វីមួយយ៉ាងដែលទាំង Park Jinwoo និង Jason សុទ្ធតែគិតមិនដល់ក្នុងសម្ដីបែបលឿដងជុងសុនអ៊ូនិយាយយឺតថាចុះ Jinwoo ឯងបង្កើត account នេះដើម្បី follow យើងមែនទេសម្ដីមួយឃ្លានេះធ្វើឲ្យ Park Jinwoo ភាំងតែម្ដងព្រោះគាត់មិនដែលគិតដល់ចំណុចនេះឡើយបន្ទាប់ពីជុងសុនវូចង្អុលបង្ហាញមក Park Jinwoo ក៏ចាប់ផ្ដើមយល់ពីកំហុសក្នុងផែនការនេះគាត់ធ្វើរឿងនេះដោយរំជើបរំជួលពេកតាមពិតគាត់គួរតែមានផែនការច្បាស់លាស់ជាមុនសិនដោយលើកមុនអញ្ចឹង Jason ដែលគ្រប់គ្នាគិតថាពូកែក៏បានធ្វើឲ្យគាត់ខកបំណងម្ដងទៀត Park Jinwoo ប្រញាប់បកស្រាយទាំងស្លន់ស្លោមែនហើយនរណាទៅដឹងថាគ្រាន់តែបង្កើត account ភ្លាមក៏មកជួបអញផ្លេតបែបនេះខ្ញុំគ្មានជំរើសឡើយអូខេពេលចង់សាន់វូនិយាយបែបនេះនាងក៏ដើរចូលទៅជិត Park Jinwoo ប្រយ័ត្នបន្តិចព្រោះនាងទើបតែសួររកលេខទូរស័ព្ទនេះជារឿងដែលគាត់មិនដែលរំពឹងទុកឡើយដោយសារតែស្ថានភាពខុសពីផែនការ Park Jinwoo ចាប់ផ្ដើមញ័រខ្លួនពីក្បាលដល់ចុងជើងឃើញគាត់ភ័យខ្លាំងពេកជុងសុនវូក៏ផ្ទុះសំណើចតិចរួចប្រាប់ថាខ្ញុំលេងសើចទេ Jinwoo អញភ័យពេកហើយបើអញ follow យើងហើយកុំភ្លេច like រូបយើងផងណាលីហើយបន្ទាប់ពីនាងដើរចេញទៅ Park Jinwoo នៅឈរថ្មឹងនៅទីនោះក្នុងចិត្តរបស់គាត់ចាប់ផ្ដើមស្រមៃដល់ជីវិតគូជាមួយនាងម្ដងទៀតស្រាប់តែ Jason កាត់ផ្ដាច់ការស្រមៃនោះភ្លាមរួចប្រាប់ឲ្យគាត់ឈប់ឲ្យមើលរឿងបែបនេះទៅទើប Park Jinwoo ដឹងខ្លួនវិញហើយប្រញាប់សុំទោសយប់នោះពេលត្រឡប់ទៅផ្ទះវិញជុងសុនអ៊ូបើកមើល feed របស់ Park Jinwoo ហើយនាងក៏ទប់សំណើចមិនបានឡើយអីក៏ចេះជំនាញថតរូបរបស់គាត់អន់ខ្លាំងណាស់ដើម្បីកុំឲ្យគេដឹងពីបំណងពិតរបស់ខ្លួន Park Jinwoo ក៏បានសម្រេចចិត្តផុសរូប selfie មួយសន្លឹកប៉ុន្តែនៅវិនាទីបន្ទាប់ទូរស័ព្ទរបស់គាត់ស្រាប់តែភ្លឺឡើងខណៈដែលគាត់កំពុងគេងលក់ជុងសាន់វូទើបតែចុច like រូបគាត់មុនគេបង្អស់មកមើលប្លង់នេះវិញអ្នកច្បាស់ជាឆ្ងល់ហើយថាហេតុអ្វីបានជាស្រីម្នាក់ទៀតសុកចិត្តដួលនៅចំពោះមុខគាត់បែបនេះដើម្បីឲ្យផែនការជោគជ័យ
ស៊ូជីនថែមទាំងហៅឈ្មោះផាកជីនវូខ្លាំងៗទៀតផងប៉ុន្តែនាងមិនដឹងទេថាក្នុងកែវភ្នែករបស់ផាកជីនវូនាងគ្រាន់តែជាដុំថ្មមួយដុំប៉ុណ្ណោះគាត់ពិតជាបានជួយលើកនាងមែនប៉ុន្តែរបៀបដែលគាត់ធ្វើគឺដូចជាកំពុងលើកកូនមន់អញ្ចឹងរួចគាត់ក៏ដើរចេញទៅបាត់ដោយមិនទុកឱកាសឲ្យស៊ូជីននិយាយមួយម៉ាត់ឡើយខណៈដែលស៊ូជីនកំពុងគាំងចង់សាន់វូក៏សើចពីក្រោយថាគាត់លើកឯងដូចជាលើកអីវ៉ាន់អញ្ចឹងសូម្បីតែស៊ូជីនក៏មិននឹកស្មានថាគាត់ប្រព្រឹត្តចំពោះនាងខុសពីជុងសាន់វូខ្លាំងបែបនេះដែរមិនយូរប៉ុន្មានចង់សាន់វូក៏ប្រាប់ស៊ូជីនថាផាកជីនវូបានអេដនាងតាមបណ្ដាញសង្គមនាងសើចហើយនិយាយថាគេ follow យើងទាំង account ទើបតែបង្កើតថ្មីស៊ូជីនភ្ញាក់ផ្អើលយ៉ាងខ្លាំងមែនទេបើអញ្ចឹងមានន័យថាគេពិតជាចាប់អារម្មណ៍នឹងឯងខ្លាំងណាស់ជុងសាន់វូស្រាប់តែស្ងាត់មួយសន្ទុះប៉ុន្តែស៊ូជីនសួរថាមានរឿងមួយដែលខ្ញុំឆ្ងល់តើជារឿងអ្វីទៅបន្ទាប់ពីស្ទាក់ស្ទើរមួយសន្ទុះចុងសាន់វូក៏សួរថាតើគេពិតជាមិនចាប់អារម្មណ៍ស្រីផ្សេងតលតែសោះមែនទេស៊ូជីនងក់ក្បាលបញ្ជាក់ភ្លាមៗថាពិតមែនហើយមានតែឯងម្នាក់គត់ដែលគេមានប្រតិកម្មជាមួយខណៈដែលពួកគេកំពុងនិយាយគ្នា Park Jin Woo ក៏ដើរកាត់ទីនោះល្មមស៊ូជីនក៏នឹកឃើញរឿងមួយចាំមើលខ្ញុំនឹងធ្វើការពិសោធន៍ឲ្យឯងមើលដើម្បីដឹងថាអ្វីដែលខ្ញុំនិយាយជាការពិតឬអត់ហឹងហើយជាមូលហេតុដែលនាងធ្វើពុតជាដួលពេលត្រឡប់ទៅផ្ទះវិញជេសិនក៏សួរ Park Jin Woo ថាឯងតាមមើលនាងយូរហើយតើឯងស្វាមនឹងមុខរបស់ក្មេងស្រីម្នាក់នោះហើយឬនៅគាត់ឆ្លើយថាខ្ញុំកំពុងសង្កេតមើលស្ថានភាពតែគ្រាន់តែនិយាយចប់មុខរបស់គាត់ក៏ឡើងក្រហមភ្លាមសូម្បីតែសំឡេងក៏និយាយមិនចង់ច្បាស់ដែររាល់ពេលដែលខ្ញុំមើលនាងអារម្មណ៍គឺតែងតែប្លែកជានិច្ចខ្ញុំគិតថាខ្ញុំនៅមានផ្លូវវែងឆ្ងាយទៀតដែលត្រូវទៅ Jason និយាយយ៉ាងស៊ីជម្រៅថាតាមកំណត់ខ្ញុំឯងត្រូវស្វែងរកមូលហេតុពិតប្រាកដជាមុនសិនគាត់សួរទាំងងឹងឆ្ងល់ថាមូលហេតុអ្វីទៅចុះអ្នកវិញយល់យ៉ាងណាដែរចំពោះអាចកំបាំងដែលមនុស្សស្រីគ្រប់គ្នាប្រែជាថ្មលើកលែងតែនាងម្នាក់គត់តោះមកតាមដានជាមួយខ្ញុំនៅរឿងរ៉ាវដ៏រញ៉េរញ៉ៃរបស់ Park Jin Woo ទាំងអស់គ្នាវាចាប់ផ្ដើមឡើងនៅពេល Jason កំពុងរៀបរាប់ទ្រឹស្ដីខ្លះៗ Jin Woo ក៏កាត់សម្ដីទាំងភ័យស្លន់ស្លោចាំតិចម្នាក់នោះគឺជាជុងសាន់វូមែនទេហេតុអ្វីនាងនៅទីនេះពេលនោះសាន់វូក៏ក្រឡេកឃើញ Jin Woo ដើរមកដែរសួស្ដី Park Jin Woo ខណៈដែលភ្នែកពួកគេជួបគ្នា Jin Woo បញ្ចេញអាការៈភ័យញ័រពេញខ្លួនប្រាណសូម្បីតែហាមាត់និយាយក៏ត្រូវចំណាយពេលរៀបចំចិត្តគំនិតយ៉ាងយូរដែរដំបូងគេដកដង្ហើមវែងៗរួចព្យាយាមធ្វើចិត្តឲ្យត្រជាក់តើនាងកំពុងធ្វើអ្វីនៅទីនេះសងវូឆ្លើយទាំងអៀនព្រានបន្តិចខ្ញុំបំរុងនឹងជិះឡានក្រុងទៅផ្ទះប៉ុន្តែខ្ញុំឥឡូវនេះខ្ញុំគ្មានលុយជាប់ខ្លួនសម្រាប់បង់ថ្លៃឡានទេ Jin Woo ក៏ងក់ក្បាលអូយល់ហើយចុះផ្ទះនាងនៅឯណាសនវូប្រាប់ថាខ្ញុំរស់នៅអាផាតមិនក្នុងភូមិស៊ីម៉ូ Jin Woo ក៏ចាប់ផ្ដើមគិតអំពីវារួចក៏ងើងឆ្ងល់មិនមែនភូមិស៊ីម៉ូនៅខាងមុខនេះទេអីហេតុអ្វីនាងមិនដើរទៅសាន់វូដកដង្ហើមធំវាមិនស្រួលអញ្ចឹងទេ Jin Woo ក៏សួរវិញថាហេតុអ្វីទៅខណៈនោះឯងស្រាប់តែមុខរបស់សាន់វូប្រែជាក្រហមព្រៀងនាងងាកចេញទាំងអៀនរួចនិយាយថាតើគួរបញ្យល់បែបណាទៅការពិតទៅខ្ញុំមានជំងឺស្លេកស្លាំងរ៉ាំរ៉ៃឃើញបែបនេះ Jin Woo ក៏ប្រញាប់ដកកាបូបលុយចេញភ្លាមហើយនិយាយយ៉ាងស្មោះថានេះជាលុយទាំងអស់ដែលខ្ញុំមាននាងចង់យកទៅជិះឡានក្រុងទេសាន់វូអៀនផងវាយគេតិចផងមិនមែនមានន័យអញ្ចឹងទេនិយាយអញ្ចឹងដូចខ្ញុំមកគម្រាមយកលុយនេះអញ្ចឹងហេតុអ្វីក៏នាយមិនជូនខ្ញុំទៅផ្ទះវិញទៅ Jin Woo បញ្ចេញទឹកមុខរាក់យ៉ាងខ្លាំងប៉ុន្តែខ្ញុំមិនទាន់និយាយចប់ផងសាន់វូក៏បក់ដៃហៅឲ្យគេដើរតាមនាងបាត់ទៅហើយនាងសួរថានាយមិនទុកខ្ញុំចោលម្នាក់ឯងទេមែនទេមើលចុះស្ថានភាពចាប់ផ្ដើមកាន់តែតានតឹងហើយ Jin Woo ដែលគ្មានសមត្ថភាពតតាំងជាមួយសាន់វូសោះក៏ត្រូវបង្ខំចិត្តទទួលបេសកកម្មដ៏ធ្ងន់ធ្ងរនេះនោះគឺការជូននាងទៅផ្ទះតាមផ្លូវសាន់វូនៅតែបន្តនិយាយរឿងដែលបានកើតឡើងនៅថ្ងៃនោះតើនាយដឹងទេថាស៊ូចង់និយាយអ្វីខ្លះប៉ុន្តែក្នុងចិត្ត Jin Woo វិញគឺរញ៉េរញ៉ៃអស់ហើយគេស្ទើរតែមិនលឺអ្វីទាំងអស់សូម្បីតែផ្ទៃមុខក៏ចាប់ផ្ដើមក្តៅភីភីដែរព្រោះគេមិនដែលនឹកស្មានថាបានដើរទៅផ្ទះជាមួយសាន់វូបែបនេះឡើយមិនយូរប៉ុន្មានសាន់វូក៏ចាប់អារម្មណ៍ឃើញថាមានអ្វីមួយមិនប្រក្រតី Jin Woo តើនាយកំពុងស្ដាប់ទេការពិតទៅរឿងស្រដៀងគ្នានេះធ្លាប់កើតឡើងចំពោះគេពីមុនមកដែរកាលពីក្មេងគេធ្លាប់ដើរទៅផ្ទះតាមផ្លូវជាមួយក្មេងស្រីម្នាក់ជារៀងរាល់ថ្ងៃរហូតដល់គេចាប់ផ្ដើមមានចិត្តលួចស្រឡាញ់នាងខ្លាំងមែនទែនប៉ុន្មានថ្ងៃក្រោយមកក្មេងដទៃទៀតឃើញពួកគេដើរជាមួយគ្នាក៏នាំគ្នាបង្អាប់ថាពួកគេកំពុងតាក់ទងគ្នាប៉ុន្តែក្មេងស្រីនោះបានបដិសេធភ្លាមថែមទាំងនិយាយពាក្យដែល Jin Woo មិនអាចបំភ្លេចបានតែមានអ្នកណាទៅស្រឡាញ់មនុស្សដូចគេចាប់ពីថ្ងៃនោះមកនាងមិនដែលដើរជាមួយគេទៀតឡើយហើយទំនាក់ទំនងរបស់ពួកគេក៏ត្រូវបញ្ចប់ត្រឹមហ្នឹងដូច្នេះហើយទោះបីជាមនុស្សនៅក្បែរគេពេលនេះគឺជាសាន់វូក៏ដោយក៏អារម្មណ៍នៃការដើរទៅផ្ទះជាមួយគ្នានៅតែជាការឈឺចាប់សម្រាប់ Jin Woo ដដែលសំណាងហើយដែលធម្មតាសាន់វូជិះឡានក្រុងដូច្នេះវាមិនកើតឡើងញឹកញាប់ទេរំពេចនោះ Jin Woo ស្រាប់តែដឹងថាសាន់វូមិនបាននៅក្បែរខ្លួនទៀតទេគេក៏ងាកក្រោយឃើញនាងអង្គុយលើដីនាងមើលទៅវេទនាខ្លាំងណាស់អ្នកទាំងអស់គ្នាប្រកាសជាចង់ដឹងហើយថាមានរឿងអ្វីកើតឡើងគេក៏ប្រញាប់សួរទាំងបារម្ភតើនាងដួលមែនទេសាន់វូឆ្លើយទាំងអួលដើមស្ងៀមទៅមិនមែនខ្ញុំប្រាប់ហើយទេអីតែខ្ញុំស្លេកស្លាំងគឺដោយសារតែផ្លូវឡើងចំណោតនេះឯងជួយលើកខ្ញុំបន្តិចបានទេ Jin Woo ក៏លូកដៃទៅជួយភ្លាមពិតណាស់សាន់វូសួរតិចថា
តើនាយអាចដើរយឺតបន្តិចបានទេខណៈដែលគេជួយទាញនាងឡើងគេក៏ប្រាប់ឲ្យនាងមានការប្រុងប្រយ័ត្នប៉ុន្តែក្រោយពេលជួយឲ្យនាងឈរបានហើយគេបែរជាសម្លឹងមើលដៃខ្លួនឯងមិនដាក់ភ្នែកទាល់តែសោះដែលទើបតែបានកាន់ដៃនាងមិញនេះពេលសាន់វូងើបមកមើលក៏ឃើញជីនវូឈរថឹងកក់ដូចជារូបសំណាកសាជាថ្មីម្ដងទៀតហើយតាមពិតក្នុងខួរក្បាលរបស់ជីនវូចាប់ផ្ដើមស្រមៃរឿងប្លែកៗទៀតហើយខណៈដែល Jason ព្យាយាមនិយាយជាមួយគេយ៉ាងអស់ពីសមត្ថភាពពេលនោះសាន់វូក៏នឹកឃើញពីរបៀបដែលជីនវូបានជួយលើកស៊ូជីនកាលពីមុនបើប្រៀបធៀបនឹងរបៀបដែលគេជួយនាងមិញនេះមើលទៅអ្វីដែលស៊ូជីននិយាយគឺពិតជាត្រូវមែនពេលនាយជួយស៊ូជីនមុននឹងនាយលើកនាងដូចជាលើកវ៉ាលីអញ្ចឹងលើកបែបនេះជីនវូក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងតើនាងនិយាយពីអ្វីហ្នឹងតើស៊ូជីនជាអ្នកណាប៉ុន្តែសាន់វូមិនបានដេញដោលបន្តទេនាងក៏បដូរប្រធានបទយ៉ាងរលូនថាយ៉ាងណាក៏ដោយចិត្តដល់ផ្ទះខ្ញុំហើយជប់ត្រឹមនេះចុះអរគុណខ្លាំងណាស់ដែលបានជូនខ្ញុំមកលើបែបនេះជីនវូក៏ដកដង្ហើមធំដោយធូរទ្រូងទីបំផុតវាបានបញ្ចប់ហើយសម្រាប់រូបគេផ្ទាល់ការជូនស្រីទៅផ្ទះគឺជារឿងដែលហត់នឿយបំផុតចាំមើលថាមានរឿងអ្វីបន្តទៀតជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយជឿខ្ញុំចុះរឿងដែលអ្នកទាំងអស់គ្នានឹងទស្សនានេះគឺពោពេញដោយភាពភ្ញាក់ផ្អើលជីនវូបានត្រឹមតែបួងសួងសុំឲ្យរឿងនេះកុំកើតឡើងទៀតហើយសង្ឃឹមថាថ្ងៃស្អែកជូនសាន់វូនឹងមានលុយជិះឡានក្រុងខ្លួនឯងគាត់ថែមទាំងសង្ឃឹមថាជំងឺស្លេកស្លាំងរបស់នាងនឹងឆាប់ជាសះស្បើយដើម្បីឲ្យគាត់ឈប់មានអារម្មណ៍រំភើបប្លែកៗបែបនេះទៀតប៉ុន្តែមិនយូរប៉ុន្មានទេបន្ទាប់ពីពួកគេបែកគ្នាស្រាប់តែជូនសាន់វូនឹកឃើញអ្វីម្យ៉ាងដ៏សំខាន់ភ្លាមសំណាងហើយដែលនាងនឹកឃើញតន់បើមិនដូច្នោះទេនាងច្បាស់ជាភ្លេចជីនវូបាត់ទៅហើយនៅខណៈពេលដែលផាកជីនវូឬជុនស៊ុនវូហៅឈ្មោះរបស់គាត់ខ្លួនប្រាណរបស់គាត់ក៏ចាប់ផ្ដើមញ័រទៅត្រើតភ្លាមនៅពេលដែលគាត់បែរក្រោយមកវិញគាត់ក៏បានឮជូនសាន់វូនិយាយថានាងប្រហែលជាត្រូវចំណាយពេលបន្តិចទៀតទើបទទួលបានប្រាក់ឧបត្ថម្ភដូច្នេះនាងប្រហែលជាត្រូវរំខានគាត់ម្ដងទៀតនៅថ្ងៃស្អែកនាងទៅតែរត់បន្តិចមិននេះហើយឥឡូវនេះនាងមានអារម្មណ៍ថាវិលមុខម្ដងទៀតហើយផាកជីនវូក៏ចាប់ផ្ដើមភ័យស្លន់ស្លោភ្លាមគាត់បានស្រែកហៅ Jason នៅក្នុងចិត្តយ៉ាងខ្លាំង Jason តើខ្ញុំគួរធ្វើដូចម្ដេចទៅខ្ញុំពិតជាចង់ឲ្យរឿងរ៉ាវដ៏ឈួតលប់ទាំងនេះឆាប់បញ្ចប់ណាស់ខ្ញុំពិតជាចង់រត់ចេញពីទីនេះឲ្យឆ្ងាយបំផុតចំណែកឯ Jason វិញបានសម្លឹងមើលទៅគាត់ដោយក្តីចាប់អារម្មណ៍ជាខ្លាំងហើយនិយាយថាខ្ញុំយល់ពីអ្វីដែលឯងចង់និយាយប៉ុន្តែចោះទឹកមុខរបស់ឯងនោះវិញតើមានន័យយ៉ាងម៉េចទៅស្របពេលនោះផាកជីនវូក៏ឮសំឡេងស្រែកម្ដងទៀតដោយសារតែជំងឺស្លេកស្លាំងរ៉ាំរ៉ៃនាងក៏បានដួលទៅលើដីម្ដងទៀតលុះព្រឹកឡើង Jason ក៏បានសម្លឹងមើលទៅមុខផាកជីនវូយ៉ាងចំទឹកដមសំឡេងរបស់គេពោពេញដោយភាពចង់ដឹងចង់ឃើញយ៉ាងខ្លាំងតោះយើងបន្តនិយាយពីរឿងដែលមិនទាន់បានបញ្ចប់ពីម្សិលមិញបន្តិចមកដល់ចំណុចនេះហើយអ្នកនិងខ្ញុំច្បាស់ជាឆ្ងល់ដូចគ្នាថាហេតុអ្វីបានជាមានតែសាន់វូម្នាក់គត់ដែលមិនខ្លាយជាថ្មក្មេងស្រីម្នាក់នោះស្រាប់តែលេចមុខឡើងហើយនាងមិនបានប្រែខ្លួនទៅជាថ្មដូចអ្នកដទៃឡើយហេតុអ្វីទៅបន្ទាប់ពីបានឮសម្ដីរបស់ Jason ផាកជីនវូក៏ស្រាំងស្ងៀមភ្លាមគាត់បានសួរទៅកាន់ Jason តិចថាតើវាពិតជាដោយសារតែរឿងនោះមែនទេ Jason ក៏តបវិញថាក្រៅពីហេតុផលនោះគេក៏នឹកមិនឃើញអ្វីផ្សេងទៀតដែរដូច្នេះផាកជីនវូក៏រៀបចំកាបូបរៀនរួចនិយាយថាចាំយើងនិយាយគ្នានៅពេលក្រោយចុះឥឡូវនេះខ្ញុំត្រូវទៅសាលារៀនហើយប៉ុន្តែនៅពេលដែលផាកជីនវូបើកទ្វារផ្ទះឪពុករបស់គាត់ក៏បានឃាត់គាត់តាមរយៈអាកប្បកិរិយារបស់ឪពុកគាត់វាច្បាស់ណាស់ថាទំនាក់ទំនងរវាងពួកគេទាំងពីរគឺមិនសូវល្អនោះទេផាកជីនវូក៏បានអោនក្បាលគោរពការពីយប់មិញតើពុកសម្រានលោកស្រួលដែរឬទេឪពុករបស់គាត់មិនបានតបនឹងការសួរនាំនោះឡើយគាត់គ្រាន់តែសួរយ៉ាងត្រជាក់ថាចុះចំណែកអាហារពេលព្រឹកវិញយ៉ាងម៉េចដែរផាកជីនវូបានឆ្លើយតបយ៉ាងតិចថាខ្ញុំមិនសូវឃ្លានទេខ្ញុំទៅរៀនសិនហើយឪពុករបស់គាត់នៅស្ងៀមមួយសន្ទុះរួចក៏និយាយដោយទឹកដំសម្លេងមឿងម៉ាត់បំផុតថាម្ដាយរបស់ឯងបានធ្វើសម្លម្ជូរគីមឈីទុកឲ្យហើយផាកជីនវូក៏តបវិញថាចាំពេលខ្ញុំត្រឡប់មកវិញខ្ញុំនឹងញ៉ាំវាប៉ុន្តែឪពុករបស់គាត់មិនព្រមបោះបង់ឡើយគាត់គ្រាន់តែបែរខ្នងរួចដើរចូលទៅក្នុងផ្ទះវិញជាមួយនឹងពាក្យបញ្ជាយ៉ាងច្បាស់មួយថាត្រូវញ៉ាំវាឲ្យបានត្រឹមត្រូវសិនសឹមចេញទៅផាកជីនវូគ្មានជំរឿអ្វីក្រៅពីងក់ក្បាលយល់ព្រមឡើយបើដូច្នោះខ្ញុំនឹងញ៉ាំវាសិនរាល់សកម្មភាពរបស់គាត់គឺពោពេញដោយភាពប្រុងប្រយ័ត្ននៅតាមផ្លូវទៅសាលារៀនផាកជីនវូបានសួរ Jason យ៉ាងមឿងម៉ាត់ថាប្រសិនបើទ្រឹស្ដីរបស់ឯងត្រូវតើខ្ញុំត្រូវនៅក្រោមបញ្ជារបស់សាន់វូរហូតមែនទេតើនេះជាព្រហ្មលិខិតមែនទេ Jason ក៏បានតបវិញថាឯងមិនអាចធ្វើអ្វីបានច្រើនឡើយផាកជីនវូក៏ដកដង្ហើមធំរួចនិយាយថាខ្ញុំសង្ឃឹមថាអ្វីដែលឯងនិយាយវាមិនមែនជាការពិតចុះ Jason ក៏បានលួងលោមគាត់ថាកុំបារម្ភអីប៉ុន្តែស្រាប់តែមានអ្នកណាម្នាក់ហៅគាត់អ្នកនោះមិនមែនជាអ្នកណាផ្សេងឡើយគឺជាស៊ូជីនដែលជាមិត្តល្អបំផុតរបស់ជូនសាន់វូនាងបានសម្លឹងមើលមកគាត់វាជាមួយនឹងក្រសៃភ្នែកដ៏គួរឲ្យខ្លាចបំផុតរួចក៏និយាយថាផាកជីនវូខ្ញុំពិតជាចង់វាយឯងឲ្យចាស់ដៃណាស់មើលទៅនេះគឺជាបញ្ហាធំហើយអ្នកនឹងខ្ញុំប្រកាសជាដឹងថាផាកជីនវូនឹងត្រូវជួបរឿងសោយជាមិនខានគាត់បានឈោថ្មឹងភ្លាមគាត់ពិតជាមិនដឹងឡើយថាក្មេងស្រីម្នាក់នេះគឺជាអ្នកណាឲ្យប្រកាសនោះទេកាលពីម្សិលមិញបន្ទាប់ពីត្រូវបានផាកជីនវូបាត់ដេសាទយ៉ាងប្រងើយកន្តើយស៊ូជីនបានចំណាយពេលពេញមួយយប់ដើម្បីហ្វឹកហាត់ក្បាច់ទាត់ឲ្យបានខ្លាំងក្លាបំផុត
ខ្ញុំបានហ្វឹកហាត់ពេញមួយយប់ដើម្បីឲ្យឯងស្គាល់ពីរសជាតិឈឺចាប់ប៉ុន្តែផាកជីនវូនៅតែមិនយល់ពីអ្វីដែលកំពុងកើតឡើងគាត់បាននិយាយថាប៉ុន្តែខ្ញុំមិនដែលស្គាល់នាងឡើយស៊ូជីនបានត្រៀមលក្ខណៈរួចជាស្រេចហើយសម្ដីរបស់គាត់កាន់តែធ្វើឲ្យនាងខឹងខ្លាំងឡើងឯងហ៊ាននិយាយថាឯងមិនស្គាល់ខ្ញុំផងមែនទេខ្ញុំមិនដែលរងភាពអាម៉ាស់បែបនេះពីមុនមកឡើយកាលពីពេលនោះមានមនុស្សមើលច្រើនណាស់ខ្ញុំនឹងមិនលើកលែងឲ្យឯងដាច់ខាតឥឡូវនេះខ្ញុំនឹងទាត់ឯងចំនួន3ជើងត្រៀមខ្លួនទទួលយកវាទៅប៉ុន្តែផាកជីនវូបែរជាធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅវិញហេតុអីត្រូវជាខ្ញុំមិនបានធ្វើអ្វីខុសសោះស៊ូជីនចាប់ផ្ដើមផ្ទុះកំហឹងហើយស្ទុះទៅរកគាត់ភ្លាមបិទមាត់ទៅអាដាញ់ពាក់វ៉ែនតាចង្រៃដោយដឹងថាស៊ូជីនកំពុងតែខឹងខ្លាំងផាកជីនវូក៏បានបែរខ្នងរត់យ៉ាងលឿនស៊ូជីនក៏បានដេញតាមគាត់ពីក្រោយជាប់ជានិច្ចខ្ញុំរត់លឿនណាស់ដឹងទេខ្ញុំមិនដូចសាន់វូឡើយខ្ញុំមិនមែនជាមនុស្សទន់ខ្សោយនោះទេចំពោះអ្នកដទៃស៊ូជីនប្រហែលជាមើលទៅគួរឲ្យស្រឡាញ់ប៉ុន្តែចំពោះផាកជីនវូវិញនាងគឺជាបិសាចដ៏គួរឲ្យខ្លាចបំផុតវាមានអារម្មណ៍ដូចជាមានដុំថ្មដ៏ធំមហិមាកំពុងតែរមៀលមករកគាត់អញ្ចឹងមួយសន្ទុះក្រោយមកស៊ូជីនក៏បានមកដល់ពីក្រោយគាត់ចាប់បានហើយអាដែងពាក់វ៉ែនតាចង្រៃប៉ុន្តែនៅខណៈពេលដ៏សំខាន់នោះជួនសាន់វូក៏ស្រាប់តែលេចមុខឡើងតើអ្នកទាំងពីរកំពុងតែធ្វើអ្វីហ្នឹងហេតុអ្វីបានជាស្រែកលោឡាបែបនេះប៉ុន្តែមុនពេលនាងយល់ពីសាច់រឿងក្បាច់ទាត់ដែលស៊ូជីនបានវឹកហាត់ពេញមួយយប់ក៏បានទាត់ចំស្មងជើងរបស់នាងយ៉ាងពេញទំហឹងក្នុងមួយរំពេចនោះពេលវេលាហាក់ដូចជាឈប់ដើរស៊ូជីនទើបតែដឹងខ្លួនថានាងប្រហែលជាទាត់ខុសមនុស្សហើយចំណែកឯជុនសុនវូវិញនាងគឺជាមនុស្សដែលមានសុខភាពខ្សោយស្រាប់ផងជឿខ្ញុំចុះនេះគឺជាគ្រោះមហន្តរាយពិតប្រាកដហើយការទាត់មួយជើងនោះបានធ្វើឲ្យសរសៃកែងជើងរបស់នាងរងរបួសយ៉ាងធ្ងន់ធ្ងរតែម្ដងតោះមកមើលរឿងភាគដែលប្លែកបំផុតឆ្នាំនេះជាមួយខ្ញុំនៅពេលប៉ាកជីនវូឬស៊ូជីនហៅឈ្មោះសាន់វូគាត់ក៏ភ័យស្លន់ស្លោដែរគាត់បែរក្រោយទាំងកំពុងរត់ធ្វើឲ្យជើងទាំងពីរចំពុបគ្នាដួលផ្ងាជើងតែម្ដងមួយសន្ទុះក្រោយមកកម្លាំងរុញច្រានធ្វើឲ្យមុខរបស់ផាកជីនវូបោកផ្ទប់នឹងការ៉ូពេញទំហឹងការដួលនោះធ្វើឲ្យគាត់បាក់ច្រមុះភ្លាមតែម្ដងគ្រាន់តែទាត់មួយជើងស៊ូជីនកំចាត់មនុស្សបាន2នាក់បាត់ទៅហើយប៉ុន្តែជាក់ស្ដែងណាស់នេះមិនមែនជាលទ្ធផលដែលនាងចង់បាននោះទេគ្មានជំរើសផ្សេងស៊ូជីនបានត្រាំសំទោសរហូតពេលកំពុងនាំអ្នកទាំងពីរទៅបន្ទប់ថែទាំសុខភាពពេលនោះជីអនសាន់វូក៏និយាយថាស៊ូជីនតែងតែមានចរិតប្លែកៗបែបហ្នឹងតាំងពីដើមមកហើយ Park Jin Woo លងចិត្តនាងវិញថាខ្ញុំមិនអីទេតាមពិតទៅគាត់មិនដែលនឹកស្មានថាក្រោយរឿងសយទាំងអស់នេះគាត់អាចនៅម្នាក់ឯងជាមួយ Jen Sun Woo ម្ដងទៀតទេដូច្នេះគាត់មានតែពឹង Jason ឲ្យជួយប៉ុណ្ណោះប៉ុន្តែ Jason កំពុងអង្គុយក្រេបតែយ៉ាងរំភើយរួចរំលឹកគាត់ដោយទឹកមុខស្រស់ស្រាយថាឯងដាច់ខាតមិនត្រូវឲ្យនាងដឹងពីចំណុចខ្សោយក្នុងចិត្តរបស់ឯងឡើយ Park Jin Woo ទប់ចិត្តមិនបានក៏សួរទៅវិញថាតើលោកកំពុងធ្វើអីហ្នឹង Jason ឆ្លើយយ៉ាងស្ងប់ស្ងាត់ថានេះជាម៉ោងផឹកឯរបស់ខ្ញុំអ្នកទាំងពីរធ្លាប់បានពិភាក្សារឿងនេះពីមុនរួចហើយប្រសិនបើ Park Jin Woo គ្មានជំរើសក្រៅពីនៅម្នាក់ឯងជាមួយ Jen Sun Woo គាត់ត្រូវតែប្រុងប្រយ័ត្នរាល់ពាក្យសម្ដីនិងសកម្មភាពទាំងអស់ជប់សិនអ្នកនិងខ្ញុំត្រូវមើលកន្លែងនេះឲ្យច្បាស់ព្រោះគាត់ដាច់ខាតមិនត្រូវនិយាយពាក្យខុសទេស្រាប់តែពេលនោះ Jen Sun Woo បែរមករក Park Jin Woo Jin Woo តើថ្ងៃត្រង់នេះឯងចង់ញ៉ាំអីដែរ Park Jin Woo គិតមួយសន្ទុះរួចឆ្លើយថាប្រហែលជាមាន់បំពង់តូចៗហើយ Jen Sun Woo ស្រាប់តែមានទឹកមុខរីករាយភ្លាមរួចនិយាយថាមែនណាដូចជាមានរឿងល្អចិត្តកើតឡើងហើយតើ Park Jin Woo ឆ្លើយទាំងអៀនព្រានថាតើឯងនិយាយមែនណោះបន្ទាប់មក Jen Sun Woo ក៏សួរបន្ថែមទៀត Jin Woo តើព្រឹកមិញនេះឯងបានញ៉ាំអាហារពេលព្រឹកដែរឬទេ Park Jin Woo ឆ្លើយតាមត្រង់ថាខ្ញុំមិនសូវញ៉ាំអាហារពេលព្រឹកទេ Jen Sun Woo សួរដោយបារម្ភថាហេតុអីទៅបើមិនញ៉ាំប្រយ័ត្នឃ្លានខ្លាំងណាស់ Park Jin Woo ពន្យល់តិចថាមកពីឪពុកខ្ញុំនៅផ្ទះពេលព្រឹកខ្ញុំមិនចង់នៅជិតគាត់ទើបខ្ញុំតែងតែចេញពីផ្ទះតាំងពីព្រលឹមលើបែបនេះ Jen Sun Woo ក៏ណែនាំគាត់យ៉ាងយកចិត្តទុកដាក់ថាឯងគួរតែព្យាយាមសម្របសម្រួលជាមួយឪពុករបស់ឯងទៅ Park Jin Woo ឆ្លើយថាខ្ញុំដឹងហើយរំពេចនោះជុងសាន់វូក៏បដូរប្រធានបទភ្លាមអូចាំខ្ញុំប្រាប់រឿងមួយមានកាលពីលើកមុនស៊ូជុងនោះអីពេលនោះ Park Jin Woo កំពុងសម្លឹងមើលមុខឆាំងសាន់វូប៉ុន្តែក្នុងចិត្តបែរជានឹកឃើញដល់គ្រាដំបូងដែលពួកគេបានជួបគ្នាទៅវិញរួមទាំងពាក្យសម្ដីដែលគាត់បាននិយាយចេញមកកាលពីពេលនោះដំបូងឡើយ Park Jin Woo គិតថាប្រហែលមកពីគាត់មិនបានឃើញមុខមនុស្សស្រីយូរពេកប៉ុន្តែឥឡូវនេះវាហាក់បីដូចជាមិនមែនជាហេតុផលតែមួយគត់នោះទេគឺដោយសារតែចាំងស៊ុនវូស្អាតខ្លាំងពេកតែម្ដងជុងសាន់វូចាប់អារម្មណ៍នឹងការសម្លឹងរបស់គាត់ក៏បង្អាប់លេងថាតើឯងមើលអីហ្នឹងឬក៏មកពីខ្ញុំស្អាតខ្លាំងពេកមែនទេ Park Jin Woo ភ្ញាក់ព្រឺតរួចប្រញាប់បញ្យល់ភ្លាមថាទេមិនមែនបែបហ្នឹងទេគឺខ្ញុំប៉ុន្តែមិនទាន់និយាយចប់ផងសម្លេងសើចរបស់ចាំងសាន់វូក៏កាត់ផ្ដាច់សម្ដីរបស់គាត់បាត់ទៅហើយសុំទោសខ្ញុំគ្រាន់តែនិយាយលេងតា Jin Woo អើយឯងពិតជាគួរឲ្យចង់បង្អាប់លេងខ្លាំងណាស់ Park Jin Woo ក៏សួរដោយងឿងឆ្ងល់ថាតើឯងចង់មានន័យថាម៉េចទៅជុងសាន់វូញញឹមរួចបញ្យល់ថាគឺដូចអ្វីដែលខ្ញុំនិយាយអញ្ចឹងឲ្យតែមានគេបង្អាប់បន្តិចឯងភ័យស្លន់ស្លោខ្លាំងណាស់ហើយជួនកាលឯងនិយាយចេញមកសុទ្ធតែរឿងប្លែកៗទៀតផង Park Jin Woo អោនក្បាលចុះភ្លាមដោយភាពអៀនខ្មាស់រួចនិយាយសុំទោសតិចអ្នកដឹងទេត្រង់នេះហើយដែលធ្វើឲ្យបេះដូងលោតញាប់ជុងស៊ុនវូសើចម្ដងទៀតរួចនិយាយថាទេមិនមែនមានន័យបែបហ្នឹងទេអ្វីដែលខ្ញុំចង់និយាយគឺ Jin Woo ឯងពិតជាគួរឲ្យស្រឡាញ់ណាស់រំពេចនោះ Park Jin Woo ក៏នឹកឃើញពាក្យដែល Jason ធ្លាប់និយាយពីមុនមក
ហេតុអីបានជានាងជាមនុស្សតែម្នាក់គត់ដែលមិនខ្លាចជាថ្មក្នុងភ្នែករបស់ឯង ទ្រឹស្ដីដែលសមហេតុផលបំផុតគឺឯងប្រហែលជាលងស្រឡាញ់ជុងសុនវូតាំងពីដំបូងដែលបានឃើញមុខម្លេះក្រោយពីទ្រឹស្ដីមួយនេះខ្ញុំរកហេតុផលផ្សេងមកបញ្យល់មិនឃើញតតែសោះ Park Jin-woo ស្រាប់តែមានអារម្មណ៍ថាប្រសិនបើរឿងនោះជាការពិតមែនវាក៏មិនមែនជារឿងអាក្រក់អ្វីដែរបន្ទាប់ពីអ្នកទាំងពីរជាសះស្បើយពីរបួសពួកគេថែមទាំងបានរៀបចំមេរៀនពិសេសមួយសម្រាប់ស៊ូចង់ទៀតផង Jung San-woo បានត្រៀមលក្ខណៈប្រយុទ្ធរួចជាស្រេចឯងត្រូវតែទទួលខុសត្រូវចំពោះអ្វីដែលឯងបានធ្វើ Jin-woo ឯងដាច់ខាតកុំលែងឲ្យសោះត្រៀមហើយឬនៅខ្ញុំនឹងទាត់ឥឡូវនេះហើយជុងសុនវូពិតជាបានទាត់មែនប៉ុន្តែជាអកុសលមនុស្សដែលនាងទាត់ត្រូវគឺ Park Jin-woo ទៅវិញទេ Park Jin-woo បានត្រឹមតែឆ្ងល់ថាហេតុអីបានជាគាត់តែងតែជាអ្នករងរបួសរហូតបែបហ្នឹងក្រោយមក Park Jin-woo សម្រេចចិត្តថានឹងប្រាប់ជុងសុនវូថាគាត់បានលួងស្រឡាញ់នាងតាំងពីដំបូងមកម្លេះប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺជុងសានវូបែរជាមានប្រតិកម្មខុសប្លែកពីធម្មតាទាំងស្រុងហើយរឿងដែលគាត់ខ្លាចបំផុតក៏បានកើតឡើងមែនជុងសានវូនិយាយយ៉ាងត្រជាក់ស្រជុំថាគ្រាន់តែខ្ញុំធ្វើល្អដាក់ឯងបន្តិចតើអ្នកធ្លាប់គិតទេថាការបដិសេធវាឈឺចាប់ប៉ុណ្ណានាងនិយាយបន្តថាឯងចាប់ផ្ដើមស្រមៃពីអនាគតដ៏រីករាយជាមួយគ្នាហើយតើមានអ្នកណាទៅស្រឡាញ់មនុស្សដូចឯងនោះជឿខ្ញុំទៅរឿងរ៉ាវកាលពីមុនគ្រាន់តែជាសុបិនរបស់ Park Jin-woo ប៉ុណ្ណោះពេលឃើញសភាពគេបែបនេះជីសិនក៏សួរដោយក្តីបារម្ភថាមើលទៅឯងតានតឹងខ្លាំងណាស់ឯងយល់សប្បុរសអាក្រក់មែនទេឯងដកដង្ហើមញាប់ខ្លាំងណាស់តើវាជាសុបិនអាក្រក់បែបណាទៅ Jin-woo ក៏ឆ្លើយតាមត្រង់ថាខ្ញុំត្រូវបានចុងសាន់វូមើងងាយជេសុនក៏សួរត្រឡប់ទៅវិញថាប្រហែលជារឿងឈឺចាប់ជាមួយមនុស្សស្រីធ្វើទុកទៀតហើយមែនទេ Jin-woo ឆ្លើយតិចៗថាប្រហែលហើយតាមពិតទៅមួយរយៈនេះខ្ញុំឧស្សាហ៍យល់សប្តិឃើញរឿងបែបហ្នឹងណាជេសុនក៏សួរបន្តថាតើវាចាប់ផ្ដើមតាំងពីពេលណា Jin-woo គិតមួយសន្ទុះរួចនិយាយថាតាំងពីគេនិយាយថាខ្ញុំប្រហែលជាលងស្រឡាញ់សាន់វូតាំងពីដំបូងមកម្លេះ Jason ងក់ក្បាលគិតយ៉ាងខ្លាំងបើការសន្មតនេះត្រឹមត្រូវមានន័យថាអ្វីដែលឯងកំពុងជួបគឺស្នេហាឯកតោភាគីហើយសម្លាញ់ហើយឯងកំពុងតែខ្លាចហើយខ្ញុំមានដំបូន្មានមួយសម្រាប់ឯងដឹងខ្លួនឯងដឹងសត្រូវនោះឯងនឹងឈ្នះគ្រប់សមរភូមិបន្ទាប់ពីទៅដល់សាលា Park Jin-woo ហាក់ដូចជាយល់រឿងអ្វីម្យ៉ាងនៅទីបំផុតអញ្ចឹងមានន័យថាខ្ញុំគួរតែរៀនស្វែងយល់ពី Jung San-woo ឲ្យបានច្រើនជាងនេះមែនទេ Jason ឆ្លើយយ៉ាងម៉ឺងម៉ាត់ពិតប្រាកដណាស់ Jin-woo គិតមួយសន្ទុះបើគិតទៅខ្ញុំពិតជាមិនសូវដឹងរឿងច្រើនពី San-woo មែនយុទ្ធសាស្ត្រនេះស្ដាប់ទៅមិនអាក្រក់ឡើយមិនយូរប៉ុន្មានពួកគេទាំងពីរក៏បានទៅដល់ថ្នាក់ទី5ឆ្នាំទី2ដែលជាបន្ទប់រៀនរបស់ជុងសាន់វូ Jin-woo ឈរនៅមុខទ្វារថ្នាក់ដោយមានអាការៈស្ទាក់ស្ទើរវាជាលើកដំបូងខ្ញុំមកបន្ទប់រៀនអ្នកដតីបែបនេះខ្ញុំមានអារម្មណ៍ថាភ័យបន្តិចហើយ Jason លើកទឹកចិត្តថាកុំភ័យអីសម្លាញ់ Jin-woo ក្រឡេកមើលជុំវិញបន្ទប់រួចក៏ដឹងពីបញ្ហាមួយភ្លាមនេះពិតជាថ្នាក់របស់ជុង San-woo មែនប៉ុន្តែមិនឃើញនាងនៅទីនេះឡើយស្រាប់តែពេលនោះមានគេម្នាក់ហៅឈ្មោះ Park Jin-woo ចាំមើលឈុតនេះទាំងអស់គ្នាគេនិយាយដោយសំឡេងអាក្រក់ថាណែឯងនៅទីនេះនេះជាកន្លែងរបស់ខ្ញុំមកមើលអ្នកនៅពីមុខគេនេះ Jin-woo ភាំងមួយផ្លែតទោះជាយ៉ាងណាគេប្រញាប់ជិះចេញភ្លាមសំទោសខ្ញុំនឹងចេញឥឡូវនេះហើយប៉ុន្តែមិត្តរួមថ្នាក់នោះគ្រាន់តែស្រមុកយ៉ាងត្រជាក់រួចទាញកៅអីអង្គុយចុះយ៉ាងខ្លាំងឃើញបែបនេះ Jason ក៏ចាប់ផ្ដើមខឹងភ្លាមតើអាធាត់នេះមានចរិតស្អីនឹងខ្ញុំពិតជាចង់វាយវាឲ្យមមាមែន Jin-woo ចង្អុលទៅកន្លែងអង្គុយនោះរួចសួរដោយប្រុងប្រយ័ត្នថាសំទោសតើឯងឃើញ San-woo ទេនេះគួរតែជាកន្លែងនាងមែនទេប៉ុន្តែគេឆ្លើយបែបចំអកថាបាទជួនកាលវាកើតឡើងចឹងឯងតែងតែមានពួកអាឈួតដែលលងស្រឡាញ់ងប់ងល់នឹងមនុស្សស្រីបែបនេះឯង Jin-woo មិនយល់ទាល់តែសោះថាហេតុអ្វីបានជាអាម្នាក់នេះមានចរិតអាក្រក់ម្ល៉េះតាំងពីដំបូងមក Jason ចង់លើកអាវុធឡើងរួចជេរថាអាធាត់នេះពិតជាមហាកំហួចមែន Jin-woo ក៏ប្រញាប់ខាត់គេភ្លាមកុំអី Jason អត់ធ្មត់បន្តិចសិនទៅបន្ទាប់មក Jin-woo បែរទៅរកអាម្នាក់នោះហើយនិយាយថាឈប់និយាយប្រេះផ្ដាស់ទៅអាធាត់តើឯងដឹងថា San-woo ទៅណាឬអត់ប៉ុន្តែគេនៅតែបង្ហាញទឹកមុខគួរឲ្យចង់ស៊ីមួយដៃបំផុតតើឯងគិតថាខ្ញុំនឹងប្រាប់ឯងថាមីស្រីម្នាក់នោះទៅណាអញ្ចឹងមែនទេ Jin-woo ឡើងឈាមភ្លាមរួចស្រែកខ្លាំងៗថាអញហៅនាងថាមីស្រីអាក្រក់មែនទេកុំហ៊ានមកប្រមាថ San-woo ឲ្យសោះគេសារចំអករួចបន្តបង្អាប់ថាឯងក៏ឈួតមិនធម្មតាដែរមើលទៅឯងប្រហែលជាត្រូវមុនស្នេហ៍មីម្នាក់នោះបាត់ហើយ Jin-woo ដោះអាវក្រៅចេញទាំងព្យាយាមទប់កំហឹងណែមករំថ្នាក់ជួយក្រោកឈោមួយផ្លែតមកខ្ញុំមានរឿងសំខាន់ចង់និយាយជាមួយឯងគេក៏រុញវ៉ែនតាឡើងរួចរអ៊ូទាំងមុខមកថាតើគួរឲ្យធុញណាស់តើឯងចង់ឲ្យខ្ញុំក្រោកឈរធ្វើស្អីទៅ Jin-woo មិននិយាយអ្វីច្រើនទៀតឡើយគេក៏វិះអាវក្រៅក្នុងដៃរួចខំថ្មិញនិយាយថាពីព្រោះខ្ញុំពិតជាអត់ធ្មត់លេងបានទៀតហើយធាត់ចង្រៃនិយាយរួច Jin-woo ចាប់ផ្ដើមយកអាវវាយអាម្នាក់នោះប៉ុន្តែអ្វីដែលគេមិននឹកស្មានដល់នោះគឺអ្នកទាំងអស់គ្នាជឿទេអាម្នាក់នោះបែរជាហាក់ដូចជាជួលចិត្តវាទៅវិញស្របពេលនោះ San-woo ក៏ត្រឡប់មកវិញតើមានរឿងអ្វីកើតឡើងនឹងហេតុអីបានជាក្នុងថ្នាក់ឮសូរដូចគេសម្លាប់ជ្រូកអញ្ចឹង Jin-woo ហេតុអីឯងមកទីនេះពេលឃើញ San-woo មកវិញ Jin-woo ក៏ប្រញាប់ប្តឹងភ្លាម San-woo មកវិញហើយមែនទេ
អាធាត់ចង្រៃម្នាក់នេះហ៊ានហៅនាងថាជាមនុស្សស្រីអាក្រក់ទើបខ្ញុំវាយវាស៊ុនវូឆ្លើយយ៉ាងរំភើយថាវាយទៅចង់វាយប្រមាណក៏បានដែរគេតែងតែបែបនឹងឯងលើបែបនេះជីនវូក៏បែរមកសួរអាម្នាក់នោះម្ដងទៀតឆ្លើយមកហេតុអ្វីបានជាឯងជេរសាន់វូនាងដកដង្ហើមធំរួចនិយាយថាគេបែបនឹងតាំងពីពួកយើងនៅតូចមកម្លេះជីនវូភ្ញាក់អើតាំងពីនៅតូចមែនទេស៊ុនវូក៏បញ្យល់ថាពីព្រោះលីមភីយ៉ងញ៉ងជាមិត្តជិតដិតតាំងពីតូចរបស់ខ្ញុំរូបភាពកាត់មកខាងក្រោយថ្នាក់វិញជីនវូក៏សុំទោសទាំងអៀនព្រានថាសុំទោសសម្រាប់រឿងមិញខ្ញុំមិនគួរវាយឯងសោះប៉ុន្តែគីមយ៉ុងមិនប្រកាន់ឡើយមិនអីទេវាមិនជឿអីផងបន្ទាប់ពីស្ទាក់ស្ទើរមួយសន្ទុះជីនវូក៏ទ្រាំមិនបានក៏សួរថាតើឯងនិងសាន់វូជាមិត្តនឹងគ្នាតាំងពីតូចមែនទេចង់ដឹងអត់ថានឹងមានរឿងអីបន្តគីមយ៉ុងឆ្លើយថាបាទយល់ព្រមអ្នកនិងខ្ញុំនឹងទៅតាមដានរឿងរ៉ាវរបស់ផាកជីនវូដែលកំពុងឆ្លៀតឱកាសដ៏ល្អដើម្បីអនុវត្តតាមផែនការរបស់ Jason ប៉ុន្តែលីមគីមយ៉ុងបែរជាមើលធ្លុះគ្រប់យ៉ាងហើយបាននិយាយបង្អាក់គេថាបើចង់តាមស្រឡាញ់ជុំសុនវូគួរតែបោះបង់ទៅអ្នកប្រហែលជាមិនដឹងទេថាសុនវូល្បីខ្លាំងណាស់តែមានប្រុសតាមស្រឡាញ់ច្រើនរាប់មិនអស់ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានម្នាក់ណាបានសម្រេចឡើយជាការពិតណាស់ជីនវូក៏ដឹងថាសាន់វូមានអ្នកតាមដានក្នុងបណ្ដាញសង្គមជាង 20,000 នាក់ដែរគេក៏បានព្យាយាមសួរបញ្ជាក់បន្ថែមទៀតប៉ុន្តែប្រសិនបើគ្មានបុរសណាត្រូវចិត្តនាងទេនោះវានៅតែមានន័យថាខ្ញុំនៅមានឱកាសមែនទេមនុស្សយើងតែងមានចំណង់ចំណូលចិត្តរៀងខ្លួនលីមឈូញ៉ងឆ្លើយថាវាអាចទៅរួចប៉ុន្តែនោះមិនមែនជាមូលហេតុដែលខ្ញុំប្រាប់ឲ្យអ្នកបោះបង់ឡើយជីនវូកាន់តែងឿងឆ្ងល់ចុះតើមូលហេតុអ្វីទៅខ្ញុំយងក៏ចាប់ផ្ដើមពន្យល់ថាគេស្គាល់សាន់វូតាំងពីអាយុ3ឆ្នាំមកម្លេះពួកគេរៀននៅសាលាជាមួយគ្នារហូតមកហើយក៏បានចំណាយពេលជាមួយគ្នាភាគច្រើនដោយមិនដឹងខ្លួនមានរឿងមួយបានកើតឡើងកាលពីនៅអនុវិទ្យាល័យថ្ងៃមួយខ្ញុំបាននិយាយលេងសើចជាមួយនាងដូចរាល់ដងឲ្យនាងទៅទិញនំប៉័ងឲ្យខ្ញុំហូបតើអ្នកដឹងទេថាខ្ញុំបានឃើញអ្វីនៅពេលនោះខ្ញុំនៅចាំច្បាស់ណាស់សូមមើលឲ្យច្បាស់នេះគឺជាកន្លែងដែលយើងឃើញថានៅថ្ងៃនោះខ្ញុំមានអារម្មណ៍អ្វីម្យ៉ាងដល់ចម្លែកពីសាន់វូជាលើកដំបូងនាងនៅតែញញឹមប៉ុន្តែនៅពេលនោះនាងមិនមែនជាមនុស្សដដែលឡើយហើយអារម្មណ៍នោះមិនដែលបាត់បង់ឡើយតាំងពីថ្ងៃនោះមកសាន់វូហាក់ដូចជាមានអ្វីម្យ៉ាងខុសប្លែកខ្លាំងនោះហើយជាមូលហេតុដែលខ្ញុំប្រាប់ឲ្យអ្នកបោះបង់ជីនវូមិនយល់ពីអារម្មណ៍ដែលគេនិយាយនោះទេព្រោះតាំងពីដើមមកគេមិនដែលធ្លាប់មានអារម្មណ៍បែបនោះចំពោះសាន់វូសូម្បីតែម្ដងឡើយតាមពិតទៅជីនវូគ្រាន់តែចង់ស្ដាប់លេងប៉ុណ្ណោះព្រោះវាគ្រាន់តែជាមតិផ្ទាល់ខ្លួនរបស់ខ្ញុំយងប៉ុន្តែភ្លាមនោះស្រាប់តែមានសំឡេងរបស់សាន់វូបន្លឺឡើងសួរថាតើពួកគេជិតស្និទ្ធគ្នាតាំងពីពេលណាថែមទាំងដើរចេញមកក្រៅជាមួយគ្នាទៀតតើកំពុងធ្វើអ្វីនឹងជីនវូមិនហ៊ានសារភាពការពិតឡើយគេហៀបនឹងរកលេសដោះស្រាយទៅហើយប៉ុន្តែគីមយ៉ុងបែរជានិយាយកាត់មុខគេមុនបាត់ទៅហើយគឺពួកយើងកំពុងនិយាយដើមនាងនៅពីក្រោយខ្នងនឹងឯងនៅពេលនោះជីនវូស្រឡំកាំងរកអ្វីនិយាយមិនចាញ់គេពិតជាមិនយល់ថាមានរឿងអ្វីកើតឡើងចំពោះគីមយ៉ុងឡើយសាន់វូក៏ភ្ញាក់ផ្អើលតើអ្នកកំពុងនិយាយដើមខ្ញុំពិតមែនឬជីនវូក៏ប្រញាប់ប្រញាល់ធ្វើការបញ្យល់ទៅនាងភ្លាមៗថាហេតុអីបានជាខ្ញុំត្រូវធ្វើរឿងបែបនោះទៅវិញស្រាប់តែស៊ូចង់ក៏បានចូលមកនិយាយបង្អាប់បន្ថែមដែរនាងដឹងច្បាស់ថាជីនវូជាមនុស្សបែបហ្នឹងជីនវូក៏បន្លឺសំឡេងតវ៉ាការពារខ្លួនថាគេមិនបានធ្វើឡើយប៉ុន្តែគីមយ៉ងនៅតែបន្តចាក់រុកថាពួកគេពិតជាបាននិយាយដើមនាងនឹងរឿងមិនល្អពីមុនមែនជីនវូអស់ការអត់ធ្មត់ក៏យកអាវធំក្រវែងដាក់គីមយ៉ុងហើយជេរប្រមាថគេថាជាមនុស្សថោកទាបប៉ុន្តែគីមយ៉ាងបែរជាហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលត្រូវជីនវូវាយបែបនេះអ្នកនិងខ្ញុំអាចឃើញថា Jason ក៏ពេញចិត្តនឹងសកម្មភាពនេះដែរហើយថែមទាំងចង់កម្ចាត់គេចោលទៀតសុនវូឈោថ្មឹងមើលសកម្មភាពពួកគេទាំងងឿងឆ្ងល់តើមានរឿងអ្វីកំពុងកើតឡើងឲ្យប្រាកដទៅស៊ូចនប្រាប់ថាកុំទៅខ្វល់ជាមួយពួកគេអីព្រោះពួកគេសុទ្ធតែជាមនុស្សដែលមិនសូវគ្រប់ទឹកឡើយទោះបីជាយ៉ាងនេះក្តីសាន់វូនៅតែមិនអស់ចិត្តរហូតដល់ចេញពីរៀនចិត្តរបស់ជីនវូនៅតែមិនស្ងប់គេក៏បានរអ៊ូទាំម្នាក់ឯងថារឿងរ៉ាវគ្រប់យ៉ាងវាកាន់តែអាក្រក់ទៅខ្លាំងលើសពីការស្មានហើយគេមិនបានដឹងព័ត៌មានអ្វីមានប្រយោជន៍ឡើយហើយថែមទាំងមានការយល់ច្រឡំកាន់តែខ្លាំងថែមទៀត Jason ក៏បានស្ដីបន្ទោសឲ្យគេភ្លាមដោយសារតែបុរសម្នាក់នោះនិយាយរឿងឥតប្រយោជន៍មិនឈប់ពួកគេត្រូវតែរកវិធីដោះស្រាយជាមួយគេភ្លាមនោះសាន់វូក៏បានស្រែកហៅឈ្មោះរបស់ជីនវូនាងសួរថាតើគេសប្បាយចិត្តទេដែលបាននិយាយដើមនាងនៅពីក្រោយខ្នងថ្ងៃនេះគ្រាន់តែឮបែបនេះជីនវូភ័យស្លន់ស្លោភ្លាមហើយគេក៏នឹកឃើញថានាងតែងតែនិយាយពាក្យសម្ដីចំអកលក់លើយដាក់គេបែបនេះជាញឹកញាប់បំផុតក្នុងពេលកន្លងមកជីនវូបញ្យល់ដោយមើងម៉ាត់ថាគេពិតជាមិនបាននិយាយដើមនាងដោយអ្វីដែលនាងគិតនោះឡើយសាន់វូក៏បានក្រវីដៃមិនប្រកាន់ឡើយដោយដឹងថាវាជាការលេងសើចរបស់គីមយូងតែប៉ុណ្ណោះនាងដឹងថាជីនវូមិនធ្វើបែបនោះទេយ៉ាងណាក៏ដោយជីនវូអើយជួយជូនខ្ញុំទៅកាន់ផ្ទះផងជីនវូសួរទាំងងឿងឆ្ងល់ថានាងគ្មានលុយជិះឡានក្រុងទៀតមែនទេហើយនាងក៏ងក់ក្បាលទុកចិត្តខ្ញុំចុះអ្នកនឹងខ្ញុំដឹងហើយថាជីនវូគ្មានជំរើសក្រៅពីសុំជំនួយពីជាសិននោះឡើយរឿងនេះកាន់តែស្មុគស្មាញហើយតោះមកមើលជាមួយខ្ញុំថាពួកគេនឹងដោះស្រាយរឿងរ៉ាវស្នេហាដ៏ចំពាក់ចំពិននេះយ៉ាងដូចម្តេចផកជីនវូក៏បានទទួលស្គាល់ថាវាជាការពិតបន្ទាប់មក Jason ក៏បានប្រមានគាត់យ៉ាងម៉ឺងម៉ាត់បន្ថែមទៀតទោះជាយ៉ាងណាក៏ដោយឯងដាច់ខាតមិនត្រូវឲ្យនាងដឹងពីរឿងដែលឯងនិយាយដើមនោះឡើយ Park Jin Woo ឆ្លើយភ្លាមថាច្បាស់ណាស់ស្របពេលនោះយុនសាន់វូក៏ស្រែកឡើងថា
ផ្លូវទួលនេះពិតជាពិបាកដើរណាស់ Park Jin-woo សួរទៅកាន់នាងដោយក្តីបារម្ភថាតើផ្លូវបែបនេះពិតជាធ្វើឲ្យនាងពិបាកខ្លាំងមែនទេ Jun Sun-woo ក៏បានឆ្លើយតបទៅវិញភ្លាមៗថាពិតណាស់រោគសញ្ញាទូទៅនៃជំងឺស្លេកស្លាំងគឺខ្សោយនិងឆាប់ហត់ជាពិសេសនៅពេលឡើងជណ្ដើរឬដើរឡើងទួលបែបនេះវានឹងធ្វើឲ្យយើងហត់ដង្ហក់ខ្លាំងនៅពេលដើរឡើងលើហើយថែមទាំងធ្វើឲ្យមានអាការៈឈឺក្បាលទៀតផងបើអាការៈធ្ងន់ធ្ងរសូម្បីតែឈរស្ងៀមក៏មានអារម្មណ៍ថាថប់ដង្ហើមដែរ Jin-woo លឺហើយក៏តបតិចៗថាវាមើលទៅពិតជាពិបាកណាស់ឥឡូវចាំមើលទាំងអស់គ្នាថាតើសំណើទូចតាចមួយនេះនឹងធ្វើឲ្យតួឯកប្រុសយើងវិលមុខដល់កម្រិតណា Park Jin-woo មានការរារែកចិត្តរួចក៏សួរទៅនាងវិញថាតើនាងប្រកាសថាវាមិនអីទេមែនទេ Sun-woo បង្ខំគាត់ភ្លាមថាប្រញាប់ឡើងទៅឯងមិនចង់ទៅដល់ផ្ទះឲ្យបានឆាប់ទេអីបន្ទាប់ពីពង្រឹងស្មារតីរួច Park Jin-woo ក៏បានលូកដៃទៅដាក់លើខ្នងរបស់នាងយ៉ាងប្រុងប្រយ័ត្នបំផុតគាត់សួរដោយការបារម្ភថាតើវាជួយឲ្យនាងមានអារម្មណ៍ថាស្រួលជាងមុនខ្លះទេ Sun-woo ដើរបន្តិចរួចឆ្លើយយ៉ាងរីករាយថាចាវាពិតជាស្រួលជាងមុនមែនប៉ុន្តែនាងបានបន្ថែមទាំងញញឹមថាប៉ុន្តែវាហាក់ដូចជាមានអារម្មណ៍ថារសើបបន្តិច Jin-woo ភ្ញាក់ផ្អើលហើយសួរថារសើបមែនទេ Sun-woo សើចហើយប្រាប់ថាគឺខ្ញុំរៀងឆាប់ដឹងខ្នងបន្តិចនៅពេលមានអ្នកណាមកប៉ះបែបនេះគ្រាន់តែឮបែបនេះភ្លាមមុខរបស់ Jin-woo ក៏ប្រែជាក្រហមងាំងចំពោះគាត់សម្ដីបែបនេះគឺពិតជាពិបាកទប់ទល់ខ្លាំងណាស់គាត់មិនអាចបញ្ឈប់ការគិតបានឡើយប្រសិនបើគាត់អាចនៅជិត Sun-woo ជាងនេះហើយពួកគេកាន់តែស្និទ្ធស្នាលនឹងគ្នាប្រហែលជាមានថ្ងៃណាមួយគាត់អាចនឹងបីនាងឡើងលើផ្លូវដែលលំបាកនេះដោយផ្ទាល់តែម្ដងក៏ថាបានវាមើលទៅពិតជាអស្ចារ្យខ្លាំងណាស់អ្នកទាំងអស់គ្នាពិតជាយល់ស្របជាមួយខ្ញុំមែនទេថាទស្សនវិជ្ជាពេលនេះគឺពិតជាផ្អែមល្ហែមនិងកក់ក្ដៅខ្លាំងណាស់ Park Jin-woo ឆ្លើយតបទាំងរំភើបថា Jason ឯងក៏គិតអញ្ចឹងដែរមែនទេគាត់ព្យាយាមដោះសារថាការស្រមើស្រមៃត្រឹមប៉ុណ្ណេះគឺមិនអីទេមែនទេខ្ញុំមិនទាន់ទាំងគិតដល់រឿងដាក់ឈ្មោះកូនផង Jason យល់ស្របយ៉ាងខ្លាំងបន្ទាប់មក Jin-woo ក៏បន្តអ៊ូតិចៗដូចជាកំពុងព្យាយាមបញ្ចុះបញ្ចូលខ្លួនឯងអញ្ចឹងការស្រមើស្រមៃគឺសេរីដូច្នេះការគិតបែបនេះគឺមិនខុសឡើយប៉ុន្តែភ្លាមនោះ Sun-woo ក៏ស្រាប់តែនិយាយឡើង Jin-woo ជួយដើរយឺតបន្តិចមកខ្ញុំចាប់ផ្ដើមដកដង្ហើមមិនចង់ដល់គ្នាទៀតហើយ Jin-woo ភ័យស្លន់ស្លោរួចក៏ដកដៃចេញភ្លាមៗគាត់ប្រញាប់សុំទោសនាងដោយសារតែគាត់ភ្លេចខ្លួនមួយភ្លែតប៉ុន្តែនៅពេលនិយាយចប់ភ្លាមគាត់ក៏ស្រាប់តែនៅស្ងៀមព្រោះតែទស្សនវិជ្ជានៅទីនោះគឺពិតជាស្រស់ស្អាតខ្លាំងណាស់ទេសភាពដ៏ធំល្វឹងល្វើយបានធ្វើឲ្យគាត់មានអារម្មណ៍ថាស្រាលខ្លួននេះហើយជាកន្លែងដែល Sun-woo រស់នៅស្របពេលជាមួយគ្នានោះគាត់ក៏ឮសំឡេង Sun-woo លាន់មាត់ដោយការភ្ញាក់ផ្អើលនៅក្បែរខ្លួនគាត់ដែរតើនេះជាកន្លែងណាទៅមានកន្លែងស្អាតបែបនេះនៅជិតផ្ទះខ្ញុំដែរតែហេតុអីបានជាខ្ញុំមិនដែលដឹងសោះអញ្ចឹង Jin-woo ងាកទៅរកនាងរួចសួរដោយការងឿងឆ្ងល់បន្តិចថា Sun-woo នេះក៏ជាលើកដំបូងរបស់នាងដែរមែនទេនាងងក់ក្បាលជាការពិតណាស់កម្ពស់បែបនេះគឺមិនមែនជាកន្លែងដែលអ្នកមានជំងឺស្លេកស្លាំងអាចឡើងមកបានងាយៗឡើយ Jin-woo ងក់ក្បាលយល់ស្របបន្ទាប់មក Sun-woo ក៏បានត្អូញត្អែក្នុងន័យលេងសើចថាទាំងអស់នេះក៏ព្រោះតែឯងដែរឥឡូវនេះខ្ញុំអស់កម្លាំងរលីងហើយថែមទាំងត្រូវដើរចុះទៅវិញទៀត Jin-woo ក៏ប្រញាប់សុំទោសនាងភ្លាមសម្ដីរបស់នាងក៏ចាប់ផ្ដើមទន់ភ្លន់ជាងមុនទោះជាយ៉ាងណាដោយសារតែឯងនាំខ្ញុំមកមើលកន្លែងស្អាតបែបនេះខ្ញុំនឹងលើកលែងឲ្យខ្យល់អាកាសពេលល្ងាចបានបក់មកប៉ះសក់របស់នាងហើយពន្លឺព្រះអាទិត្យរៀបលិចបានធ្វើឲ្យថ្ពាល់របស់នាងប្រែជាពណ៌ផ្កាឈូកព្រាលនៅក្នុងពេលនោះនាងមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់រហូតធ្វើឲ្យ Jin-woo ភ្លេចដកដង្ហើមរំពេចនោះ Jin-woo ក៏ស្រាប់តែនឹកឃើញដល់អារម្មណ៍ប្លែកៗដែល Lim Kyu-man ធ្លាប់បាននិយាយប្រាប់គាត់នៅតែមិនទាន់យល់ច្បាស់ថាអារម្មណ៍នោះមានន័យយ៉ាងណាប៉ុន្តែពេលនេះភ្នែករបស់គាត់មើលឃើញតែ Sun-woo ម្នាក់ប៉ុណ្ណោះប្រសិនបើនេះជាអត្ថន័យនៃអារម្មណ៍ប្លែកនោះតើវាពិតជាបែបនេះមែនទេ Jin-woo ក៏ស្រាប់តែហៅឈ្មោះនាងឡើង Sun-woo ការពិតទៅខ្ញុំធ្លាប់និយាយដើមនាងពីក្រោយខ្នងមែនការសារភាពភ្លាមៗនេះបានធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងអញ្ចឹងមែនទេឯងពិតជានិយាយអាក្រក់ពីខ្ញុំមែនអី Jin-woo ក៏ប្រញាប់បញ្យល់ត្រឡប់ទៅវិញភ្លាមមិនមែនបែបនោះទេខ្ញុំមិនបាននិយាយអាក្រក់ពីនាងឡើយគឺគ្រាន់តែចង់ដឹងពីរឿង Lim Kim Yum Jong បន្តិចបន្តួចប៉ុណ្ណោះគឺខ្ញុំគ្រាន់តែដឹងថា Lim Kyu Ming ជាមិត្តភក្តិនាងតាំងពីក្មេងជឿខ្ញុំចុះអ្នកទាំងអស់គ្នាប្រកាសជាចង់ដឹងភាពបន្តមិនខានជឿខ្ញុំចុះអ្នកនិងខ្ញុំនឹងឃើញឈុតសារភាពដ៏ផ្អែមល្ហែមមួយខ្ញុំគ្រាន់តែចង់ស្គាល់អ្នកឲ្យច្បាស់ពេលឮបែបនេះមុខ Sun-woo ក៏ប្រែជាក្រហមព្រឿងក្រហមខ្លាំងតែម្ដង Park Jin-woo បន្តទៀតថាតែមិនដឹងយ៉ាងម៉េចបែរជាមានការយល់ច្រឡំថាខ្ញុំនិយាយដើមអ្នកទៅវិញខ្ញុំពិតជាមិនបានធ្វើបែបហ្នឹងទេស្បត់ឲ្យងាប់ចុះដែលខ្ញុំមកនិយាយប្រាប់អ្នកនៅពេលនេះក៏ព្រោះតែមិនចង់ឲ្យអ្នកយល់ច្រឡំលើរូបខ្ញុំបន្តទៀតបន្ទាប់ពីបានស្ដាប់ការបញ្យល់យ៉ាងវែងអន្លាយរបស់ Park Jin-woo រួចមកភ្នែករបស់ចុង Sun-woo ក៏ចាប់ផ្ដើមសម្លឹងទៅឆ្ងាយដោយមិនដឹងខ្លួនក្រោយពេលស្ងាត់មួយសន្ទុះនាងក៏និយាយតិចថាអូអ៊ីចឹងទេអីចុះហេតុអីបានជាអ្នកត្រូវមកបារម្ភពីរឿងអត់ប្រយោជន៍បែបហ្នឹងធ្វើអីខ្ញុំភ្លេចវាបាត់ទៅហើយតាំងពីយូរ Park Jin-woo សួរត្រឡប់ទៅវិញទាំងមិនសូវច្បាស់ក្នុងចិត្តថាពិតមែនអីហើយនាងក៏ងក់ក្បាលពិតមែនហើយតោះពួកយើងត្រឡប់ទៅវិញទៅ Park Jin-woo សម្លឹងមើលទៅចាំង Sun-woo ដែលកំពុងដើរទៅមុខបាត់ប៉ុន្តែគេនៅតែមានអារម្មណ៍បារម្ភបន្តិចបន្តួចដដែលចុះអ្នកដើរចុះពីលើភ្នំម្នាក់ឯងរួចទេយ៉ាង Sun-woo ញញឹមហើយក្រវីដៃដាក់មិនអីទេខ្ញុំមិនមែនក្មេងណាស់បើទោះជាពួកយើងដើរវៀងផ្លូវឆ្ងាយបន្តិចមែនតែអរគុណដែលជូនខ្ញុំមកជួបគ្នាថ្ងៃស្អែកណា
បន្ទាប់ពីបាននិយាយអ្វីដែលចង់និយាយអស់ហើយផាក់ជីនវូក៏មានអារម្មណ៍ថាធូរស្រាលក្នុងចិត្តច្រើនណាស់ភ្លាមនោះជេសុនក៏លេចមុខមកគេចាប់អារម្មណ៍ថាប្រតិកម្មរបស់នាងមិញនេះហាក់ដូចជាមិនសូវច្បាស់លាស់សោះផាក់ជីនវូក៏សួរភ្លាមថាជេសុនតើឯងគិតយ៉ាងម៉េចដែរចំពោះរឿងនេះជេសុនគិតមួយសន្ទុះមុននឹងឆ្លើយថានិយាយតាមត្រង់ទៅខ្ញុំក៏រៀងវិលមុខដែរតើឯងចាំបាច់ត្រូវនិយាយត្រង់ៗដល់ថ្នាក់នឹងមែនទេផាក់ជីនវូស្រឡាំងកាំងមែនទេខ្ញុំនិយាយត្រង់ពេកមែនទេជេសុនងក់ក្បាលរួចបដូរទឹកមុខមកជាមឹងម៉ាត់ជាមុនបន្តិចខ្ញុំយល់ថាឯងចង់ស្មោះត្រង់ជាមួយនាងប៉ុន្តែជួនកាលរឿងខ្លះបើបណ្ដោយឲ្យវាហួសទៅតាមពេលវេលាគឺវាល្អជាងយកមកគោលឡើងវិញឥឡូវនេះខ្ញុំពិតជាចង់ដឹងណាស់ថាតើនាងកំពុងតែគិតអ្វីឲ្យប្រកបហើយពិតដូចអ្វីដែលជេសុនបានស្មានទុកមែនសាន់វូកំពុងតែរំលឹកពីវាតោះមកមើលជាមួយខ្ញុំថាតើសាន់វូគិតយ៉ាងណានាងកំពុងរំលឹកឡើងវិញនៅអ្វីដែលជីនវូទើបតែបាននិយាយទៅកាន់នាងមិញនេះរឿងដែលនៅវិលវល់ក្នុងក្បាលរបស់នាងគឺសម្ដីរបស់គេនឹងឯងនេះពិតជាចរិតពិតរបស់ជីនវូមែនជួនកាលគេក៏ចូលចិត្តធ្វើខ្លួនមើងម៉ាត់បែបហ្នឹងលុះដល់ព្រឹកស្អែកឡើងផាក់ជីនវីនូក៏មានម៉ោងសិក្សាកាយវិការរួមគ្នាជាមួយថ្នាក់របស់ចាំងស៊ុនវូជេសុនក៏និយាយឡើងដោយនឹកស្រណោះថាពួកយើងមិនបានលេងបាល់ទាត់យូរហើយមែនទេនេះជារឿងល្អចេញទៅបញ្ចេញកម្លាំងឲ្យញើសហូរខ្លះទៅដើម្បីឲ្យខ្លាចជាបរិសុទ្ធពិតប្រាកដម្ដងមើលស្របពេលនោះដែរផាក់ជីនវូស្រាប់តែចាប់អារម្មណ៍ឃើញថាខ្សែស្បែកជើងរបស់គេបានរបូតចេញដោយមិនបានគិតច្រើនគេក៏អោនចុះដើម្បីចងវាប៉ុន្តែនៅក្នុងវិនាទីបន្ទាប់សំឡេងមួយស្រាប់តែបន្លឺឡើងធ្វើឲ្យគេភ្ញាក់ព្រឺតើនេះជាស្អីអ្នកណាប្រាប់ឯងឲ្យមកអោនចុះកណ្ដាលផ្លូវបែបហ្នឹងផាក់ជីនវូឯងចង់ឲ្យខ្ញុំដើរបុកស្លាប់មែនទេតើឯងកំពុងគិតស្អីហ្នឹងអ្នកដែលកំពុងនិយាយនោះគឺលោកគ្រូជូហាន់គីលផាក់ជីនវូប្រញាប់ងើបមុខឡើងសម្លឹងមើលលោកគ្រូរួចពោលពាក្យសុំទោសភ្លាមខ្ញុំពិតជាសុំទោសខ្លាំងណាស់លោកគ្រូហាន់គីលតែមួយរំពេចក្រោយមកលោកគ្រូជូហាន់គីលក៏យកដៃសង្កត់ក្បាលផាក់ជីនវូឲ្យចុះក្រោមវិញគុំងើបមុខមកមើលខ្ញុំអោនក្បាលចុះទៅផាក់ជីនវូសួរទាំងឆ្ងល់ថាហេតុអីទៅលោកគ្រូលើបែបនេះលោកគ្រូហាន់គីលក៏រត់តែខឹងហើយនិយាយស្ដីឲ្យគេកាន់តែធ្ងន់ថែមទៀតឯងនៅសួរថាហេតុអីទៀតទេឯងពិតជាមិនដឹងមែនឬការងើបមើលគេពីខាងក្រោមបែបនេះគឺវាមើលទៅអាក្រក់ខ្លាំងណាស់ពួកស្រីគេស្អប់បំផុតវាពិតជាគួរឲ្យខ្មាស់គេណាស់អាល្អិតចាប់ពីពេលនេះទៅកុំមកឈប់ដើរងីងើហើយអោនចុះបែបនេះទៀតឲ្យសោះយល់ទេបន្ទាប់ពីបានលើហេតុផលរបស់លោកគ្រូហាងគីលរួចមកផាក់ជីនវូនៅតែមិនសូវយល់ពីអ្វីដែលគាត់ចង់មានន័យទាល់តែសោះគេបានលួចគិតក្នុងចិត្តម្នាក់ឯងថាកាលពីមុននាងធ្លាប់ដេកសង្កត់លើខ្លួនគេដូចដុំថ្មទៅហើយគេមិនដែលត្អូញត្អែមួយម៉ាត់ផងហ្នឹង Jason ក៏ប្រញាប់ខ្សឹបប្រាប់ថាបើឯងហ៊ាននិយាយរឿងនឹងប្រាប់លោកគ្រូហាន់គីលតែបន្តិចឯងពិតជាចប់ជីវិតជាក់ជាមិនខានឡើយប៉ាជីនវូតែងតែមានការភ័យខ្លាចចំពោះការបដិសេធពីមនុស្សស្រីហើយដោយសារការភ័យខ្លាចនេះគេក៏ចាប់ផ្ដើមមើលឃើញស្រីដូចជាដុំថ្មលើពីនេះទៅទៀតដើម្បីកុំឲ្យនរណាម្នាក់មើលងាយគេបានទៀតគេដឹងច្បាស់ថាគេត្រូវតែផ្លាស់ប្ដូរខ្លួនឯងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដូច្នេះហើយចាប់ពីពេលនោះមកគេនិង Jason បានប្រមូលផ្ដុំកម្លាំងទាំងអស់ទៅលើការរៀនសូត្រកីឡានិងការអភិវឌ្ឍខ្លួនគ្រប់បែបយ៉ាងត្រៀមខ្លួនទៅនេះជាចំណុចចាប់ផ្ដើមនៃការផ្លាស់ប្ដូរដ៏អស្ចារ្យជាលទ្ធផលផកជីនវូក៏ក្លាយជាមនុស្សដ៏ឆ្នើមទាំងផ្នែកចំណេះដឹងនិងកីឡាមិនយូរប៉ុន្មានសម្លេងហូរកញ្ជ្រៀវពីសំណាក់មិត្តរួមថ្នាក់ក៏បានបន្លឺឡើងចូលទៀតហើយជីនវូពិតជាអស្ចារ្យមែនទែនមិនសរសើរមិនបានមែនសំណាងហើយដែលគេនៅថ្នាក់យើងបន្តសន្ទុះបែបនេះទៀតទៅដើម្បីកំទេចថ្នាក់លេខ5ឲ្យខ្ទេចតែម្ដងទៅមិត្តសម្លាញ់ខណៈពេលនោះដែរនៅឯកន្លែងអង្គុយមើលស៊ូចុងក៏បាននិយាយទៅកាន់សាន់វូថានិយាយអញ្ចឹងថ្ងៃនេះពួកប្រុសហាក់ដូចជាលេងបាល់ទាត់ខ្លាំងណាស់ប្រកាសណាស់ថានៅក្នុងថ្នាក់ច្បាស់ជាធំក្លិនញើសពេញនឹងមិនខានឡើយមើលនឹងទៅផាក់ជីនវូក៏នៅទីនោះដែរសាន់វូគ្រាន់តែឆ្លើយតបយ៉ាងខ្លីថាចឹងអីភ្លាមនោះសំឡេងស្រែកហូរដោយក្តីរំភើបរបស់ពួកស្រីនៅជុំវិញខ្លួនក៏តាក់ទាញចំណាប់អារម្មណ៍ពួកគេអាចឮស្រីទាំងនោះនិយាយគ្នាយ៉ាងរំភើបថាគេមើលទៅលយណាស់មែនទេមែនហើយគេពិតជាលេចធ្លោជាងគេបំផុតក្នុងចំណោមអ្នកទាំងអស់ហ្នឹងហើយជាការពិតណាស់មនុស្សដែលក្មេងស្រីទាំងនោះកំពុងតែនិយាយដល់គ្មានអ្នកណាក្រៅពីផាក់ជីនវូឡើយម្នាក់ទៀតក៏បន្តថាធម្មតាគេជាមនុស្សស្ងប់ស្ងាត់ណាស់តែពេលលេងកីឡាវិញមើលទៅពិតជាតាក់ទាញខ្លាំងតែម្ដងហើយការដែលគេហាក់ដូចជាមិនសូវចាប់អារម្មណ៍នឹងស្រីវារឹតតែធ្វើឲ្យគេមើលទៅមានមុនស្នេហ៍ខ្លាំងឡើងគេមានអូរ៉ាបែបត្រជាក់ស្រជុំតែសេកស៊ីខ្លាំងណាស់មែនទេលើបែបនេះស៊ូចុងក៏ទប់ចិត្តមិនបានក៏ចាប់ផ្ដើមនិយាយចំអកឲ្យពួកស្រីទាំងនោះតែម្ដងទៅសូម្បីតែស៊ូចុងក៏ទ្រាំមិនបានដែរឃើញហើយចង់សើចមែនតើអ្នកនឹងខ្ញុំក៏ដូចគ្នាពួកយើងមកមើលរឿងភាគដែលកំពុងល្បីខ្លាំងចាំមើលថាហេតុអីបានជាគ្រប់គ្នាចាប់អារម្មណ៍ផាក់ជីនវូដល់ថ្នាក់ហ្នឹងនិយាយរឿងផាក់ជីនវូមិនសមជាមនុស្សលយសោះធ្វើឲ្យយូនស៊ុនវូនឹកឃើញរឿងចាស់ភ្លាមនាងចងចាំតាំងពីជួបគ្នាដំបូងរហូតដល់រឿងតូចតាចជាច្រើនដែលបានកើតឡើងជាមួយគ្នាជាបន្តបន្ទាប់ពេលនឹកឃើញរឿងទាំងនោះជូនសាន់វូក៏លួចសើចម្នាក់ឯងហើយយល់ស្របថាវាមិនខុសមែនបន្តិចក្រោយមកការប្រកួតបាល់ទាត់បានបញ្ចប់ដោយសារសមត្ថភាពផាក់ជីនវូទើបថ្នាក់ពួកគេឈ្នះថ្នាក់លេខ5ដោយសារឃ្លានប្រឡាក់ញើសខ្លាំងផាក់ជីនវូក៏សម្រេចចិត្តទៅលាងខ្លួននៅក្បែររ៉ូប៊ីណេមុនចូលរៀនវិញខណៈពេលកំពុងអោនលាងមុខស្រាប់តែមានសម្លេងម្នាក់ស្រែកហៅគាត់ពីក្រោយយ៉ាងខ្លាំងតែម្ដងឯងពិតជាអស្ចារ្យមែនមិននឹកស្មានថាមានមនុស្សដែលអាចស៊ុតបាល់ជូលដោយខ្ញុំមិនអាចរៀបរៀងបានបែបនេះសោះផាក់ជីនវូងាកក្រោយមកឃើញឃ្យូមីយ៉ងហើយក៏សរសើរថាថ្ងៃនេះគេលេងបានល្អដូចគ្នាដែរប៉ុន្តែលីមឃ្យូមីយ៉ងមើលទៅខឹងខ្លាំងហើយសួរជីនវូថា
ពិតជាមិនយល់អ្វីមែនទេមានរឿងអីកើតឡើងមែនទេគីយូមៀងសួរពីជ្រុងងងឹតនៃពិភពបាល់ទាត់ដែលជីនវូមិនចង់ដឹងតោះមកតាមដានត្រង់នេះទាំងអស់គ្នាជ្រុងងងឹតនៃបាល់ទាត់ដែលគាត់ចង់និយាយហ្នឹងគឺជាអ្វីគឺនៅពេលដែលក្រុមចាញ់គ្រប់គ្នានឹងបន្ទោសអ្នកចាំទីទោះរៀបរៀងបាន10ដងតែបើខុសតែម្ដងគឺជាកំហុសខ្ញុំឮបែបនេះជីនវូក៏មានអារម្មណ៍អាណិតហើយយល់ថាវាពិតជាមិនយុត្តិធម៌សម្រាប់គេមែនលឹមគីយូមយ៉ាងនិយាយចំថានោះហើយជាមូលហេតុដែលខ្ញុំមិនចូលចិត្តឯងបំផុតដោយសារខ្ញុំមិនអាចរៀបរៀងការសុទ្ធរបស់ឯងបានដូច្នេះខ្ញុំគ្រាន់តែមិនចូលចិត្តឯងតែម្ដងទៅពេលនោះ Jason ទ្រាំលេងបានក៏ស្ទុះចេញមកជាមួយពូថៅព្រោះគិតថាអាធាត់នេះចង់មករករឿង Park Jin-woo ប្រញាប់ខ្វាត់ Jason ឲ្យឈិត Jackson ខណៈទី Gyum-young ឆុងដៃទៅ Botek ដោយសារឯងមានសមត្ថភាពខ្លាយជាគូប្រជែងរបស់ខ្ញុំដូច្នេះខ្ញុំត្រូវតែផ្ដល់កាដូពិសេសមួយឲ្យឯងនិយាយមិនទាន់ផុតពីមាត់ផង Gyum-young ក៏ជះទឹកដាក់ Jin-woo ធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងឯងធ្វើស្អីហ្នឹងចង់ឲ្យពួកយើងផ្ដាសាយមែនទេឯងពិតជាឈួតបាត់ទៅហើយអាធាត់នេះចាំមើលខ្ញុំបង្ហាញសមត្ថភាពឲ្យឯងឃើញលីមជូយ៉ងប្រាប់ឲ្យឈប់រើបំរាស់ព្រោះគេជាបរិសុទ្ធពាក់វ៉ែនតា Park Jin-woo មិនព្រមចោះចាញ់ឡើយហើយសួរទៅវិញថាតើគិតថាខ្ញុំមិនពាក់វ៉ែនតាដែរមែនទេលីមគីវញងបន្តឌឺដងថា Jin-woo គ្រាន់តែជាមនុស្សដែលដើរតាមក្រោយសាន់វូប៉ុណ្ណោះ Park Jin-woo ខឹងភ្លាមហើយគំរាមថានឹងធ្វើឲ្យគេខ្លាចជាសាច់ជ្រូកខ្វៃមិនខានឡើយការឆ្លោះគ្នាខ្លាំងៗរបស់ពួកគេបានលឺទៅដល់ស៊ូចុងនិងចាំងសាន់វូដែលកំពុងដើរក្បែរនោះស៊ូចុងឆ្ងល់ថាហេតុអីបានជា Park Jin-woo ឆ្លោះជាមួយអាធាត់នោះចាំងសាន់វូក៏ឈប់ស្ដាប់ដែរខ្ញុំស្ដាប់មិនសូវឮថាពួកគេនិយាយអ្វីទេស៊ូជីងក៏បបួលគ្នាទៅមើលឲ្យដឹងច្បាស់តែម្ដងទៅយ៉ាងសាន់វូយល់ព្រមខណៈដែលការលេងជះទឹកដាក់គ្នារបស់ពួកគេជិតនឹងបញ្ចប់ទៅហើយដែរ Park Jin-woo មើលខោអាវដែលជោគចាំហើយស្ដីបន្ទោសថាទាំងអស់នេះគឺជាកំហុសរបស់ឯង Lim Kyung-myung មិនខ្វល់ឡើយហើយចាប់ផ្ដើមដោះអាវចេញរួចប្រាប់ឲ្យ Jin-woo ធ្វើតាមដែរគ្រាន់តែដោះវាចេញរួចពូតទឹកឲ្យស្ងួតទៅវាមិនមានអីពិបាកនោះទេ Park Jin-woo ក៏គ្មានជំរើសក្រៅពីដោះអាវក្រៅចេញដែរទាំងនៅរអ៊ូទាំមិនឈប់ម្នាក់ឯងចាំមើលចុះអាធាត់ចាំចប់ម៉ោងរៀនខ្ញុំនឹងចាត់ការអីមិនខានប៉ុន្តែពេលនោះសាន់វូក៏មកដល់ចង់សាន់វូសួរដល់ការងឿងឆ្កល់ថាតើអ្នកទាំងពីរមិនឮសំឡេងជួងប្រកាសអាសន្នទេមែនទេអ្នកទាំងអស់គ្នាឃើញដូចខ្ញុំដែរអត់នេះហើយជាឈុតដែលគ្រប់គ្នារងចាំមើលបំផុតប៉ុន្តែផ្នែករបស់ពួកគេបែរជាសម្លឹងទៅមើលលីមគីមយុងដែលកំពុងដោះអាវបង្ហាញរាងកាយដែរភ្លាមនោះស្រីទាំងពីរនាក់បានបង្ហាញទឹកមុខខ្ពើមរអើមយ៉ាងខ្លាំងតាមបែបកូរ៉េពិតតែម្ដងពួកគេបានបង្វែរខ្លួនចេញភ្លាមហើយគិតថាមិនគួរមកទីនេះដើម្បីឃើញទស្សនវិជ្ជាបែបនេះសោះលីមគីមយុងដែលទើបតែត្រូវគេបដិសេធយ៉ាងអាម៉ាស់បានឈោថ្មឹងទាំងអារម្មណ៍ខឹងសម្បាបំផុតមនុស្សចិត្តអាក្រក់ទាំងនោះហ៊ាននិយាយបែបនេះដាក់រាងកាយដ៏អស្ចារ្យរបស់ខ្ញុំបានយ៉ាងម៉េចទៅ Park Jin-woo ក៏អស់សង្ឃឹមដែរព្រោះមិនបានត្រៀមចិត្តឲ្យសាន់វូឃើញខ្លួនក្នុងសភាពបែបនេះឡើយនៅពេលដឹងថាវាជាកំហុសរបស់គូមយ៉ងគាត់ក៏ស្ទុះទៅចាប់ក្រៀកករបស់គេភ្លាមតែម្ដងសំឡេងឆ្លោះគ្នានៅតែបន្តឮដល់ត្រចៀកស្រីដែល Jin-woo កំពុងជេរប្រតិចដាក់បុរសពាក់វ៉ែនតាម្នាក់ទៀតរឿងរ៉ាវបន្តទៀតនឹងទៅជាយ៉ាងណាកុំភ្លេចតាមដានជាមួយខ្ញុំនៅភាគក្រោយទៀតណាតោះមកតាមដានបន្តទៀតថ្ងៃបន្ទាប់ប៉ាក់ Jin-woo ត្រូវប្រកួតបាល់ទាត់ទល់នឹងថ្នាក់របស់ជុងស៊ុនវូម្ដងទៀតហើយប៉ុន្តែលើកនេះបាល់ដែលគេសុទ្ធត្រូវបានលីមគីមយុងចាប់ជាប់យ៉ាងណែនសូម្បីតែផាក់ Jin-woo ក៏សឹងតែមិនជឿដែរសម្រែកហូរកញ្ជ្រៀវបានបន្លឺឡើងភ្លាមឃ្យូមីនពិតជាអស្ចារ្យមែនគេពិតជាអាចសង្គ្រោះបាល់ដ៏គ្រោះថ្នាក់មួយនោះបានយ៉ាងល្អលីមយូមីនញញឹមបែបឌឺដងកើតអីនឹងផាក់ Jin-woo សុទ្ធស្រាលដូចកូនក្មេងបែបនេះមិនដូចកាលពីម្សិលមិញសោះពេលនោះ Jason ក៏ចាប់អារម្មណ៍ឃើញថាផាក់ Jin-woo ហាក់ដូចជាមានកម្លាំងមិនសូវល្អទាល់តែសោះនៅថ្ងៃនេះពេលចប់តង់ទី1ផាក់ Jin-woo បានដើរទៅកាន់កន្លែងអង្គុយទាំងទឹកមុខអស់កម្លាំងលហិតលហៃជាខ្លាំងទោះបីជាថ្ងៃនេះគេលេងមិនសូវបានល្អក៏ដោយក៏ពួកក្មេងស្រីនៅតែសម្លឹងមើលគេមិនដាក់ភ្នែកដែរស្រាប់តែមានសម្លេងបន្លឺឡើងមើលទៅថ្ងៃនេះឯងហត់ខ្លាំងណាស់ Jin-woo តើមានរឿងអីកើតឡើងមែនទេ Jin-woo ងើបក្បាលឡើងដោយសភាពគតិអូគឺសាន់វូសោះឯងមកធ្វើអីនៅទីនេះប៉ុន្តែពេលនិយាយចប់ភ្លាមមុខរបស់គេក៏ប្រែជាក្រហមងាំងគេប្រញាប់ងាកក្បាលចេញហើយនិយាយទាំងស្លន់ស្លោថាប្រញាប់អង្គុយចុះទៅកុំឈរអីយុនស៊ុនវូឆ្ងល់នឹងទង្វើរបស់គេខ្លាំងណាស់មានរឿងអីហ្នឹងប៉ុន្តែ Park Jin-woo មិនបានពន្យល់អ្វីឡើយគ្រាន់តែដេញនាងប៉ុណ្ណោះឥឡូវចាំមើលទាំងអស់គ្នាតាមពិត Park Jin-woo ស្រាប់តែនឹកឃើញសម្ដីដែលគ្រូជោហានខ្យល់ប្រាប់ពីមុនសោះកាលនោះលោកគ្រូហានខ្យល់មើលទៅដូចជាដុំថ្មចំពោះគេទើប Park Jin-woo មិនមានអារម្មណ៍អីជ្រួលច្របល់ឡើយប៉ុន្តែឥឡូវនេះគឺជូនសាន់វូការដែលមើលនាងពីក្រោមបែបនេះធ្វើឲ្យគេមានអារម្មណ៍អៀនព្រានរហូតនិយាយមិនចេញបន្ទាប់មកជូនស៊ុនវូក៏អង្គុយចុះក្បែរគេទាំងងឿងឆ្ងល់ហើយមិញនេះជាស្អីហ្នឹងឬក៏ឯងមិនចង់ឃើញមុខយើង Park Jin-woo ប្រញាប់បកស្រាយថាមិនមែនអញ្ចឹងទេលោកគ្រូហាន់យ៉លធ្លាប់ប្រាប់ថាការសម្លឹងមើលស្រីពីខាងក្រោមគឺជាមុំមើលមិនល្អហើយស្រីមិនចូលចិត្តឲ្យគេមើលបែបហ្នឹងទេជូនសាន់វូស្រាប់តែញញឹមហើយចង្អុលខ្លួនឯងចុះមើលពីក្រោមមកយើងអាក្រក់មើលណាស់មែនទេ Park Jin-woo ដឹងខ្លួនថាអាចនិយាយខុសក៏ប្រញាប់បដិសេធភ្លាមមិនមែនទេទោះបីជាមើលពីមុំណាក៏ដោយក៏សាន់វូនៅតែស្អាតជានិច្ចពេលសាន់វូសួរនាំដេញដោលបែបនេះខួរក្បាលរបស់ Park Jin-woo ក៏ចាប់ផ្ដើមគាំងម្ដងទៀតអូអញ្ចឹងទេសាន់វូបន្លឺសំឡេងវែងបែបលេងសើចនិងពោពេញដោយភាពរីករាយពេលនោះទើប Park Jin-woo ដឹងខ្លួនថា
គេទើបតែនិយាយអ្វីដែលគ្រោះថ្នាក់ចេញទៅទៀតហើយជេសិនសើចំអកឲ្យគេពីជំហៀងថាជាប់អន្ទាក់ទៀតហើយលើកនេះឯងចាញ់ល្បិចសាន់វូទាំងស្រុងតែម្ដងប៉ុន្តែសម្ដីដែលឯងនិយាយមិញនេះពិតជាផ្អែមល្ហែមខ្លាំងណាស់ផាកជីនវូប្រញាប់សួរជេសិនថាចុះឥឡូវយើងគួរធ្វើម៉េចទៅជេសិនគ្រាន់តែលើកដៃឡើងបែបអស់សង្ឃឹមមិនដោយតាមព្រហ្មលិខិតទៅយើងជួយឯងមិនរួចទេឥឡូវអ្នកទាំងអស់គ្នាគិតមើលតើសាន់វូកំពុងមានអារម្មណ៍បែបណានាងធ្លាប់ឃើញមនុស្សច្រើនណាស់ដែលព្យាយាមនិយាយដោះស្រាយក្នុងស្ថានភាពអៀនខ្មាស់ប៉ុន្តែរឹតតែធ្វើឲ្យវាកាន់តែអាក្រក់ទៅវិញប៉ុន្តែផាកជីនវូគឺប្លែកខុសពីគេរបៀបដែលគេនិយាយមើលទៅហាក់បីដូចជាធម្មជាតិខ្លាំងបំផុតតែម្ដងរហូតដល់មើលមិនដឹងថាគេកំពុងរកលេសឬនិយាយចេញពីចិត្តពិតប្រាកដឡើយទោះជាយ៉ាងណាសាន់វូក៏បានញញឹមតបវិញអរគុណសម្រាប់ពាក្យសរសើរឯងនិយាយបែបនេះគ្រាន់តែចង់ឲ្យយើងសប្បាយចិត្តមែនទេប៉ុន្តែពាក្យសរសើរពិតជាធ្វើឲ្យមនុស្សមានអារម្មណ៍ល្អមែនពាក្យសរសើរពិតជាធ្វើឲ្យមានអារម្មណ៍ល្អមិនថាបានឮវានៅពេលណានោះទេតាមពិតទៅឯងក៏ល្បីក្នុងចំណោមស្រីៗដែរជីវូពួកនាងតែងតែនិយាយថាឯងមើលទៅលយនិងសិចស៊ីខ្លាំងណាស់មានមនុស្សជាច្រើនដែលសរសើរឯង Park Jin-woo ស្រាប់តែស្លន់ស្លោហើយគ្រូវីដៃភ្លាមមិនមែនចឹងទេយើងមិនបានអស់ចាដល់ថ្នាក់នឹងឡើយប៉ុន្តែសាន់វូខិតមកចិត្តបន្តិចហើយសួរថាមែនទេព្រោះយើងក៏គិតអញ្ចឹងដែរគ្រាន់តែឮបែបនេះភ្លាម Park Jin-woo គៀងនិយាយមិនចាញ់តែម្ដងដោយសារភាពចង់ដឹងចង់ឃើញគេក៏សួរទៅវិញថាមែនទេចុះត្រង់ចំណុចណាដែរសាន់វូប្រហែលជាអៀនហើយនិយាយតិចថាតើឲ្យយើងឆ្លើយយ៉ាងម៉េចទៅភ្លាមនោះសាន់វូក៏នឹកឃើញរឿង Park Jin-woo កាលពីម្សិលមិញនាងលើកដៃខ្ទប់មាត់រួចខិតទៅចិត្តត្រចៀក Park Jin-woo ហើយខ្សឹបថាគ្រប់យ៉ាងក្នុងខ្លួនឯងសុទ្ធតែលយនិងសិចស៊ីទាំងអស់ឮសម្ដីនោះហើយខួរក្បាលរបស់ Park Jin-woo ក៏គៀងឈប់ដំណើរការតែម្ដងដោយសារមុខនាងនៅចិត្តពេកគេសឹងតែឮសម្លេងបេះដូងខ្លួនឯងលោតកាន់តែញាប់ទៅប៉ុន្តែភ្លាមនោះមិត្តរួមថ្នាក់ម្នាក់បានដើរមកក្បែរណែ Jin-woo តាំងទី2នេះយើងត្រូវតែប្រឹងប្រែងបន្លាស់ទីឲ្យបានច្រើនជាងនេះទៀតខណៈដែលគេហៀបនឹងចូលទីលានចុងសាន់វូក៏ស្រែកប្រាប់គេថាត្រូវតែឈ្នះឲ្យបានណា Jin-woo ឯងធ្វើបានពិតប្រាកដមែននាពេលនោះសូម្បីតែ Park Jin-woo ក៏មិនអាចបញ្យល់ពីអ្វីដែលកំពុងកើតឡើងចំពោះរាងកាយគេដែរគេលួចសួរ Jason ក្នុងចិត្តភ្លាម Jason មិនមែនឯងថាថ្ងៃនេះកម្លាំងយើងមិនសូវល្អទេអីចុះរឿងនេះជាស្អីវិញយើងមានអារម្មណ៍ថាប្លែកខ្លាំងណាស់រាងកាយយើងស្រាប់តែស្រាលហើយពោពេញដោយថាមពលហេតុអីបានជាវាប្រែប្រួលលឿនបែបនេះ Jason ញញឹមហើយតបថាសម្លាញ់អើយយើងជឿថាឯងដឹងចម្លើយហើយចុះអ្នកទាំងអស់គ្នាវិញយល់ដូចយើងដែរទេចម្លើយគឺដោយសារតែនាងកំពុងមើលឯងតោះមកតាមដានជាមួយខ្ញុំទាំងអស់គ្នាព្រោះរឿងនេះវានឹងចាប់ផ្ដើមប្លែកជាងអ្វីដែលខ្ញុំធ្លាប់ប្រាប់ឯងពីមុនទៅទៀតប៉ុន្តែពេលខ្លះការបណ្ដោយឲ្យការស្រមៃរបស់ឯងដើរហួសព្រំដែនបន្តិចវាក៏មិនមែនជារឿងអាក្រក់អ្វីដែរលុះដល់ពេលដែល Park Jin-woo ដឹងខ្លួនមកវិញគ្រាប់បាល់នោះក៏បានហោះចូលទីបាត់ទៅហើយមិត្តរួមថ្នាក់របស់គេនាំគ្នាសម្រុកមកអបអរសាទរចំពោះការសុទ្ធបញ្ចូលទីនេះយ៉ាងខ្លាំងប៉ុន្តែអ្វីដែលធ្វើឲ្យ Park Jin-woo សប្បាយចិត្តជាងការសរសើរទៅទៀតនោះគឺខ្សែភ្នែកដែលកំពុងសម្លឹងមើលគេពីក្រោយនាពេលនោះពិភពលោកទាំងមូលហាក់ដូចជាកំពុងតែឈប់មានចលនាប្រហែលជាដោយសារតែជាតិអាដ្រេណាលីនឬក៏អ្វីផ្សេងបេះដូងរបស់ Park Jin-woo កំពុងតែលោតញាប់ខ្លាំងណាស់ហាក់ដូចជាក្មេងស្រីម្នាក់នោះកំពុងតែមកសឹបនៅក្បែរត្រចៀកគេថាធ្វើបានល្អណាស់នៅព្រឹកបន្ទាប់ Park Jin-woo បានត្រៀមខ្លួនរួចរាល់ដើម្បីទៅសាលារៀនប៉ុន្តែសំឡេងដែលឮចេញពីបន្ទប់ទទួលភ្ញៀវបានធ្វើឲ្យគេត្រូវបង្អង់ដំណើរភ្លាមតើយើងមិនបានព្រមព្រៀងគ្នាពីមុនហើយទេអីហេតុអ្វីបានជាស្រាប់តែបដូរចិត្តមិនទៅវិញការដ្ឋានសំណង់ឥឡូវនេះរវល់ខ្លាំងណាស់ខ្ញុំពិតជាដកខ្លួនមិនរួចមែនខណៈពេលដែលម្ដាយរបស់គេកំពុងតែរកវិធីដោះស្រាយគាត់ក៏ក្រឡេកឃើញ Park Jin-woo កំពុងតែដើរចេញទៅកូនទៅរៀនមែនទេបាទចុះចំណែកអាហារពេលព្រឹកវិញចាំកូនទិញបាយកញ្ចប់នៅតាមផ្លូវញ៉ាំក៏បានដែរញ៉ាំប៉ុណ្ណឹងវាគ្រប់គ្រាន់សម្រាប់ជាអាហារពេលព្រឹកដែរឬការពិតទៅ Park Jin-woo ពិតជាឃ្លានហើយគេក៏ចង់ញ៉ាំបាយនៅផ្ទះដែរប៉ុន្តែនៅពេលដែលគេគិតដល់រឿងដែលត្រូវអង្គុយតុជាមួយឪពុករបស់គេសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរមួយក៏បានកើតឡើងភ្លាមនៅពេលឃើញបែបនេះ Jason ក៏បានព្យាយាមលួងលោមគេសម្លាញ់ទោះបីជាមានរឿងស្មុគស្មាញយ៉ាងណាក៏ដោយក៏ឯងត្រូវតែញ៉ាំឲ្យបានត្រឹមត្រូវដែរភ្លាមនោះម្ដាយរបស់គេស្រាប់តែដកសម្បត្តិពីរចេញមកអូមែនហើយមីងនៅផ្ទះក្បែរខាងបានឲ្យសម្បត្តិទាំងនេះមកម៉ែវាសម្រាប់ចុងសប្តាហ៍នេះតើវាជាសម្បត្តិអ្វីទៅម៉ែវាជាសម្បត្តិមើលការសម្ដែងល្ខោនកូនអាចនាំមិត្តភ័ក្តិទៅមើលជាមួយក៏បានដែរដើមឡើយម៉ែចង់ទៅជាមួយពុកឯងទេប៉ុន្តែគាត់ត្រូវធ្វើការថែមម៉ោងនៅចុងសប្តាហ៍នេះដូច្នេះគាត់មិនអាចទៅបានទេសម្លឹងមើលសម្បត្តិពីរនៅក្នុងដៃ Park Jin-woo ចាប់ផ្ដើមពិបាកចិត្តតើគេគួរតែបំពួលណាជឿខ្ញុំចុះនេះជាសំណួរដែលយើងគ្រប់គ្នាចង់ដឹងដូចគ្នា Jin-woo បានសួរទៅកាន់មនុស្សជាច្រើនប៉ុន្តែគ្រប់គ្នាសុទ្ធតែបានបដិសេធសុំទោសផងខ្ញុំគិតថាថ្ងៃនោះខ្ញុំប្រហែលជាឈឺហើយដូច្នេះខ្ញុំទៅមិនរួចទេខ្ញុំក៏ប្រហែលជាទៅមិនកើតដែរខ្ញុំមានរឿងត្រូវដោះស្រាយជាមួយពួកបងធំដែលមកបង្កបជានៅសាលារបស់យើងចុងក្រោយគេក៏បានទៅជួប Lim Kyu-min ហើយដូចតែបានរំពឹងទុក Kyu-min ក៏បានបដិសេធគេដែររឿងល្ខោនអីខ្ញុំមិនចាប់អារម្មណ៍រឿងបែបហ្នឹងទេនាពេលនោះគំនិតមួយក៏បានលេចឡើងក្នុងខួរក្បាលរបស់ Park Jin-woo តើ Lim Kyu-min អាចជាអ្នកចូលចិត្តមើលអានីមេដែរឬទេគិតទៅប្រៀបធៀបនឹងការសម្ដែងល្ខោនឯងហាក់ដូចជាចូលចិត្តមើលអានីមេជាងមែនទេខ្ញុំស្មានថារឿងនេះប្រហែលជាមិនសមនឹងឯងមែនតើឯងកំពុងនិយាយរឿងឥតប្រយោជន៍អីហ្នឹង
ខ្ញុំមិនដែលមើលអានីមេទេខ្ញុំមិនចង់ចំណាយពេលនិយាយជាមួយឯងទៀតទេខ្ញុំទៅហាងទំនិញហើយផាកជីនវូមិនយល់ថាហេតុអីបានជាគេសន្មត់ថាគីយូមីនយល់ចិត្តអេនីមេនោះទេ Jason បានដកដង្ហើមធំការវិនិច្ឆ័យមនុស្សតែតាមសម្បកក្រៅពិតជាគួរឲ្យខ្លាចមែនផាកជីនវូបានងក់ក្បាលយល់ស្របឯងនិយាយត្រូវហើយ Jason ឥឡូវនេះគ្រប់គ្នាបានបដិសេធឯងអស់ហើយតើឯងនឹងធ្វើបែបណាទៀតយើងមកចាំមើលទាំងអស់គ្នាតើខ្ញុំគួរតែទៅជាមួយអ្នកណាទៅ Jason បានសម្លឹងមើលគេហាក់ដូចជាបានដឹងរឿងគ្រប់យ៉ាងអស់ទៅហើយនិយាយត្រង់ៗមកឯងដឹងចម្លើយរួចហើយមែនទេមនុស្សដែលឯងចង់បបួលបំផុតគឺចង់សាន់វូមែនទេចុះផាកជីនវូម្នាក់មុនបាត់ទៅណាហើយម្នាក់ដែលតែងតែរស់នៅក្នុងភាពភ័យខ្លាចនោះតើក្នុងខួរក្បាលឯងឥឡូវនេះមានតែរឿងនាងម្នាក់គត់មែនទេផាកជីនវូក៏ប្រញាប់បដិសេធភ្លាមមិនមែនទេ Jason វាមិនមែនបែបហ្នឹងទេ Jason និយាយដោយមឿងម៉ាត់ថាដល់ពេលដែលឯងត្រូវសម្រេចចិត្តហើយផាកជីនវូបានបង្អង់បន្តិចសម្រេចចិត្តរឿងអីភ្លាមនោះលោកគ្រូជូហានហ្គីលមិនអាចទ្រាំបានក៏បានហៅឈ្មោះគេខ្លាំងៗផាកជីនវូតើឯងមិនគិតចង់ជម្រាបសួរគ្រូសូម្បីតែបន្តិចទេអីប៉ាកជីនវូក៏ប្រញាប់អោនក្បាលហើយសុំទោសភ្លាមកូនសុំទោសលោកគ្រូហេនហ្គីលកូនកំពុងតែរវល់គិតពីអីផ្សេងបន្តិចលោកគ្រូហេនហ្គីលបែបមាត់សម្លឹងមើលគេចឹងឯងដើរបណ្ដើរនិយាយម្នាក់ឯងបណ្ដើរមែនទេកុំប្រាប់ណាថាឯងបង្កើតមិត្តក្នុងចិត្តហើយនិយាយជាមួយគេទៀតនោះនៅពេលដែលឮបែបនេះផាកជីនវូក៏ចាប់ផ្ដើមស្លន់ស្លោភ្លាមគេមិនដឹងថាហេតុអ្វីបានជាលោកគ្រូហានហ្គីលអាចដឹងពីរឿងនេះបានឡើយបន្ទាប់ពីស្ទាក់ស្ទើរអស់មួយសន្ទុះមកផាកជីនវូក៏បានសម្រេចចិត្តប្រាប់លោកគ្រូហេនហ្គីលពីរឿងដែលបានកើតឡើងបន្ទាប់ពីស្ដាប់ចប់លោកគ្រូហានហ្គីលក៏បានចាប់ចំណុចសំខាន់ភ្លាមអញ្ចឹងមានន័យថាឯងមានក្មេងស្រីដែលចង់ទៅមើលល្ខោនជាមួយរួចហើយមែនទេផាកជីនវូក៏បានឆ្លើយសារភាពដោយសម្លេងតិចតិចបាទពិតមែនហើយលោកគ្រូហានហ្គីលនិយាយដោយគិតពិចារណាថាក្មេងស្រីម្នាក់ឈ្មោះសាន់វូនោះពិតជាមានប្រជាប្រិយភាពខ្លាំងណាស់ផាកជីនវូក៏ងក់ក្បាលដោយមិនដឹងខ្លួនលោកគ្រូក៏គិតបែបនឹងដែរមែនទេប៉ុន្តែភ្លាមនោះគេក៏ចាប់ផ្ដើមដឹងខ្លួនថាមានអ្វីមួយមិនប្រក្រតីចាំបន្តិចហេតុអ្វីបានជាលោកគ្រូដឹងថាមនុស្សដែលកូនចង់បបួលគឺជាសាន់វូទៅវិញលោកគ្រូហានហ្គីលបានតបវិញយ៉ាងស្ងប់ស្ងាត់តើឯងស្មានថាគ្រូមិនបានលើអ្វីដែលឯងនិយាយកាលពីម្សិលមិញមែនទេមិនថាឯងមើលតាមជ្រុងណាក៏ដោយសាន់វូពិតជាស្អាតខ្លាំងណាស់មែនទេគ្រូនិយាយត្រូវមែនទេតើឯងកំពុងខ្លាចនាងបដិសេធមែនទេចាំមើលថាផាកជីនវូនឹងតបយ៉ាងណាជាមួយពួកយើងនៅវគ្គក្រោយមកមើលរឿងស្នេហាដ៏គួរឲ្យអៀនខ្មាស់នេះជាមួយខ្ញុំអ្នកគ្រូហានហ្គីលមើលទៅដូចជាដឹងរឿងគ្រប់យ៉ាងអស់ហើយគាត់ដឹងច្បាស់ណាស់ក្នុងចំណោមមនុស្សជាច្រើនបែរជាចង់បបួលមិត្តស្រីខ្លួនឯងដែលឈ្មោះសាន់វូចេញក្រៅទៅវិញបបួលសាន់វូចេញក្រៅបែបនេះគឺដូចជាការណាត់ជួបអញ្ចឹងវាមិនខុសពីការសារភាពស្នេហ៍នោះទេមែនទេចុងក្រោយវាមិនមែនជារឿងតែមួយទេអីមនុស្សប្រុសដែលកំសាកនឹងគួរឲ្យអាណិតផាកជីនវូក៏ទប់ចិត្តមិនបានក៏ស្រែកហៅអ្នកគ្រូហានហ្គីលមិនខ្វល់ខ្វាយអ្វីទាំងអស់ចាំមើលទៅថ្ងៃណាមួយឯងនឹងអរគុណគ្រូមិនខានមុនពេលដែលផាកជីនវូមិនទាន់ទាំងយល់សាច់រឿងផងអ្នកគ្រូហានហ្គីលក៏បានហៅចាំងសាន់វូឲ្យមកទីនេះបាត់ទៅហើយជីនវូមើលទៅហាក់ដូចជាកំពុងបារម្ភពីរឿងអ្វីមួយទៅមើលគេបន្តិចទៅចាំងស៊ុនវូមើលទៅហាក់ដូចជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជីនវូតើមានរឿងអ្វីកើតឡើងមែនទេអ្នកគ្រូហានហ្គីលក៏បាននិយាយដោយមិនស្ទាក់ស្ទើរឡើយគឺជីនវូទៅតែប្រាប់គ្រូថាចង់បបួលឯងទៅមើលគុណនៅចុងសប្តាហ៍នេះគ្រាន់តែឮបែបនេះជូនសាន់វូក៏ទប់សំណើចមិនបានឡើយគេហ៊ានដល់ថ្នាក់ពឹងឲ្យអ្នកគ្រូជួយផងអីផាកជីនវូពិតជាគួរឲ្យអស់សំណើចមែនបន្ទាប់មកអ្នកគ្រូហានហ្គីលក៏ក្រវីដៃដេញអញ្ចឹងពួកឯងទៅនិយាយជាមួយជីនវូដែលផ្ទាល់ទៅជូនស៊ុនវូក៏ងក់ក្បាលយល់ព្រមពេលនាងដើរទៅរក Park Jin Woo មិត្តភក្តិដែលនៅក្បែរនាងក៏ខំប្រឹងទប់សំណើចយ៉ាងខ្លាំងហើយនៅពេលនោះដែរខួរក្បាលរបស់ Park Jin Woo នៅតែវិលវល់ជាមួយសម្ដីរបស់អ្នកគ្រូការណាត់ជួបមែនទេជុនសាន់វូបានញញឹមរួចក៏សួរទៅគេថាឮថាឯងចង់ទៅមើលគុណចុងសប្តាហ៍នេះមែនទេចង់ទៅជាមួយគ្នាទេមើលឲ្យច្បាស់ត្រង់នេះរឿងនឹងប្រែប្រួលពេល Park Jin Woo ឃើញជុនសាន់វូឈរនៅពីមុខបែបនេះរឿងផ្សេងៗក៏រលាយបាត់អស់ពីខួរក្បាលបាទខ្ញុំចង់ទៅជាមួយអ្នកពេលដែលគេនិយាយចេញមកភ្លាមវាមើលទៅដូចជាការណាត់ជួបគ្នាពិតប្រាកដអញ្ចឹងដែរលុះដល់ថ្ងៃចុងសប្តាហ៍មកដល់ Park Jin Woo បានទៅដល់កន្លែងណាត់ជួបមុនគេ Jason ក៏បានលួចដកដង្ហើមធំមិនដឹងខ្លួនសោះឯងចិត្តបានដើរលេងជាមួយសាន់វូបាត់ទៅហើយឯងតែងតែបណ្ដោយតាមអារម្មណ៍ហើយក៏យល់ព្រមទាំងមិនបានគិតឲ្យច្បាស់ឯងពិតជាត្រូវកែទម្លាប់ដែលចូលចិត្តនិយាយពាក្យថាបាទដោយសារតែការរំភើបមួយឆាវនោះចេញឲ្យបាន Park Jin Woo ក៏ប្រញាប់និយាយការពារខ្លួនឯងភ្លាមបើនិយាយឲ្យចំទៅនេះគឺជាកំហុសរបស់អ្នកគ្រូ Han Gil ទេមិនអីទេឯងនិយាយត្រូវហើយចុះឥឡូវនេះខ្ញុំមើលទៅប្លែកខ្លាំងទេ Jason ក៏តបវិញថាឯងមើលទៅពិតជាសង្ហាខ្លាំងណាស់ប៉ុន្តែ Park Jin Woo នៅតែបារម្ភមែនទេនេះជាលើកទី1ហើយដែលខ្ញុំពាក់ឡែនវាមិនសូវស្រួលភ្នែកសោះពិតជាមានអារម្មណ៍ថាថ្នាក់ថ្នាំងណាស់ Jason ក៏បានរំលឹកគេថាសម្លាញ់ហើយរឿងហ្នឹងវាមិនមែនជារឿងសំខាន់នោះទេអ្វីដែលឯងត្រូវគិតឲ្យច្បាស់គឺតើឯងចង់បង្កើតទំនាក់ទំនងបែបណាជាមួយសាន់វូឲ្យពិតប្រាកដទៅវិញទេ Jin Woo ស្រឡាំងកាំង Jason ក៏កាត់សម្ដីភ្លាមដល់ពេលដែលពួកយើងត្រូវមើលការសម្រេចចិត្តរបស់គេហើយតាមដែលខ្ញុំមើលឃើញឯងមានចិត្តស្រឡាញ់សាន់វូបាត់ទៅហើយបន្ទាប់ពីបានបបួលនាងមកមើលគុណបែបនេះនាងប្រហែលជាដឹងពីអារម្មណ៍របស់ឯងខ្លះៗហើយសម្រាប់មនុស្សធម្មតាវាមិនមែនជាបញ្ហាធំដុំអ្វីនោះទេ
ប៉ុន្តែតើឯងមិនខ្លាចត្រូវគេបដិសេធទេអីប្រសិនបើឯងនៅតែប្រញាប់ប្រញាល់ខិតទៅចិត្តសាន់វូបែបនេះគេនោះរឿងសោកនាដកម្មកាលពីអតីតកាលអាចនឹងកើតឡើងម្ដងទៀតដូចអ្វីដែលឯងធ្លាប់ឃើញនៅក្នុងសុបិនអញ្ចឹងប៉ុន្តែប្រសិនបើឯងបោះបង់អារម្មណ៍ដែលមានចំពោះនាងចោលឯងនឹងអាចជៀសផុតពីភាពល្បីល្បាញដែលឯងខ្លាចបំផុតផាក់ជីនវូក៏សួរបែបតិចៗថាចុះឲ្យខ្ញុំធ្វើបែបណាទៅអារម្មណ៍មិនមែនចេះតែរលាយបាត់ទៅតាមតែអ្វីដែលខ្ញុំចង់បាននោះទេភ្លាមនោះផាក់ជីនវូក៏ស្រាប់តែនឹកឃើញវិធីដែលគេធ្លាប់ប្រើកាលពីមុនប្រសិនបើគេចាត់ទុកសាន់វូដូចជាដុំថ្មគេនឹងលេងបារម្ភទៀតហើយពីការត្រូវគេបដិសេធជីសិនក៏ដឹងពីអ្វីដែលផាក់ជីនវូកំពុងតែគិតភ្លាមសម្លាញ់បើសិនជាឯងជ្រើសរើសការដកឃ្លាឆ្ងាយពីសាន់វូដោយសារតែខ្លាចការបដិសេធខ្ញុំក៏មានពាក្យណែនាំសម្រាប់រឿងនោះដែរនៅក្នុងពេលដ៏សំខាន់នោះសាន់វូក៏បានបង្ហាញខ្លួនជីនវូតើថ្ងៃនេះឯងមានអារម្មណ៍មិនស្រួលខ្លួនមែនទេស្របពេលជាមួយគ្នានោះសម្លេងរបស់ Jason ក៏បន្លឺឡើងក្នុងចិត្តរបស់ Park Jin Woo ម្ដងទៀតប្រសិនបើឯងចង់ជំនះវាចូលឯងមានភាពក្លាហានឡើងតើអ្នកទាំងអស់គ្នាគិតថាគេនឹងហ៊ានតតាំងជាមួយវាដែរឬទេ